សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងទទួលបានសាច់រឿងហ្នឹងពីបងរឿនមកពីខេត្តត្បូងឃ្មុំហ្នឹងហើយពីមុនត្បូងឃ្មុំគឺជាផ្នែកមួយនៃខេត្តកំពង់ចាមប៉ុន្តែនាពេលបច្ចុប្បន្នគឺក្លាយទៅជាខេត្តដាច់ដោយឡែកហើយហើយថ្ងៃនេះបងរឿនហ្នឹងគឺគាត់មានសាច់រឿងដែលគាត់បានជួបប្រទះផ្ទាល់ហ្មងណាហើយកើតនៅក្នុងអំឡុងឆ្នាំ2019រហូតដល់ឆ្នាំ2024នេះបានន័យថាទៅតែប្រហែលឆ្នាំកន្លងផុតទៅទេគាត់ប្រាប់ថាមកដល់ពេលនេះគឺគាត់នៅភ័យមិនទាន់បាត់ផងព្រោះវាទៅតែកើតថ្មីពេកអញ្ចឹងណាអ្នកទាំងអស់គ្នាពោលគឺនៅក្នុងអំឡុងឆ្នាំ2019គឺជាឆ្នាំដែលគាត់ជួបរឿងនឹងដំបូងបំផុតនៅក្នុងជីវិតរបស់គាត់ព្រោះតាំងពីក្មេងមកបងរឿនអត់ដែលជឿទៅលើរឿងខ្មោចព្រាយបិសាចអីទេហើយម្យ៉ាងដោយសារតែខ្លួនគាត់នឹងមិនដែលបានជួបប្រទះអញ្ចឹងណាទើបតែនៅក្នុងឆ្នាំ2019គាត់ប្រាប់ថាគឺចាប់ពីឆ្នាំ2019រហូតដល់អំឡុងឆ្នាំ2024-25នេះគឺគាត់ជួបរឿងរ៉ាវទាំងអស់ហ្នឹងជាប់គ្នាតែម្ដងហើយគាត់មិនដឹងថាមកពីអីដែរគាត់ក៏ព្យាយាមទៅស្រោចទឹកធ្វើបុណ្យបង់ស្គមឲ្យគេអញ្ចឹងណាប៉ុន្តែមិនដឹងជាយ៉ាងម៉េចគាត់នៅតែមើលឃើញរឿងរ៉ាវចម្លែកហើយគាត់បាននិយាយថាកាលពីឆ្នាំ2019គឺនៅពេលហ្នឹងគឺគាត់អាយុ27ឆ្នាំហើយបងប្អូនហ្នឹងហើយមនុស្សប្រុសអាយុ27ឆ្នាំនៅពេលហ្នឹងគឺគាត់បានទៅបម្រើការងារនៅស្ថាប័នមួយដែលជាផ្នែកអង្គការផ្នែកហិរញ្ញវត្ថុមួយកន្លែងអញ្ចឹងណាដែលអង្គការហ្នឹងគឺស្ថិតនៅក្នុងខេត្តស្វាយរៀងហើយជំនាញរបស់បងរឿនគាត់រៀនចប់ផ្នែកគណនេយ្យហើយនៅក្នុងជីវភាពប្រចាំថ្ងៃរបស់គាត់ហ្នឹងក្រៅពីការទៅធ្វើការនៅស្ថាប័នអង្គការហិរញ្ញវត្ថុហ្នឹងគឺគាត់បានឆ្លៀតពេលរៀនវគ្គខ្លីៗពីការជួសជុលរថយន្តជួសជុលម៉ូតូផងដែរដោយសារតែគាត់ស្រឡាញ់ចូលចិត្តផ្នែកហ្នឹងហើយម្យ៉ាងទៀតគាត់គិតថាបើថ្ងៃក្រោយទៅគាត់មានលទ្ធភាពប្រហែលជាគាត់នឹងអាចនឹងបើកកន្លែងជួសជុលឡានម៉ូតូឯងព្រោះនាពេលបច្ចុប្បន្នគាត់មើលឃើញថាមានមនុស្សគាត់ប្រើប្រាស់យានជំនិះច្រើនអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងអាហ្នឹងគឺគាត់ដៅគោលដៅនៅពេលដែលគាត់ចប់ពីការងារគឺគាត់ទៅរៀនបន្ថែមអញ្ចឹងទៅដោយសារតែជាចំណង់ចំណូលចិត្តផងក្រោយពេលដែលគាត់បានទៅធ្វើការនៅខេត្តស្វាយរៀងបានមួយរយៈកន្លងមកទៅនៅធ្វើការសុកថ្ងៃមួយមេគាត់ក៏ហៅទៅ office ហ្នឹងហើយក៏បានសរសើរគាត់ពីសមត្ថភាពកន្លែងការងារនិងការយកចិត្តទុកដាក់របស់បង្រឿនអញ្ចឹងណាព្រោះបង្រឿនគឺជាមនុស្សឧស្សាហ៍អ្នកនៅជុំវិញខ្លួនគាត់អត់មាននរណាគេម្នាក់ស្អប់គាត់ទេសឹងតែមិនមែនអត់ស្អប់សោះទេប៉ុន្តែ10នាក់អញ្ចឹងទោះបីក៏មាន9នាក់ដែរដែលចូលចិត្តបង្រឿនអញ្ចឹងណាដោយសារតែគាត់នឹងគឺជាមនុស្សដែលរស់រាយរាក់ទាក់ហើយសំខាន់គឺស្នាមញញឹមរបស់គាត់នឹងគឺប្រជាប្រិយហ្មងហ្នឹងហើយគាត់ជាមនុស្សដែលចូលចិត្តទៅណាមកណាតែងតែធ្វើឲ្យគេសើចសប្បាយដោយសារគាត់អញ្ចឹងណានៅពេលដែលមានវត្តមានគាត់អញ្ចឹងទៅសុកស្រាប់តែមេរបស់គាត់ហៅទៅ office ទៅសើចុះទៅសើឡើងហើយក៏ប្រាប់ថានឹងឡើងប្រាក់ខែឲ្យគាត់ប៉ុន្តែមេរបស់គាត់នឹងសម្រេចចិត្តថានឹងផ្លាស់ប្ដូរការងាររបស់គាត់ឲ្យទៅធ្វើការនៅសាខាថ្មីមួយទៀតគាត់ភ័យខ្លាំងមែនទែនពេលហ្នឹងគឺគាត់អត់ចង់ប្ដូរកន្លែងការងារទេព្រោះកន្លែងការងារដែលគាត់ធ្វើសប្តាហ៍ហ្នឹងទី1គាត់បានរៀនជួសជុលឡានជួសជុលម៉ូតូត្រូវចំណង់ចំណូលចិត្តគាត់ផងអញ្ចឹងណាហើយទី2គឺបរិយាកាសការងារដែលគាត់កំពុងតែធ្វើនៅក្នុងអង្គការហ្នឹងគឺពិតជាសប្បាយធ្វើឲ្យគាត់អត់សូវកើតទុក្ខអញ្ចឹងណាហើយយើងអាចទទួលស្គាល់បានដែរថានាពេលបច្ចុប្បន្នពិបាករកកន្លែងណាដែលមានបរិយាកាសការងារល្អអញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់ក៏មិនហ៊ានប្រកែកមួយមេដែរគាត់គ្រាន់តែសួរត្រឡប់ទៅមេវិញថាតើគាត់ត្រូវទៅធ្វើការនៅសាខាណាហើយមេគាត់ហ្នឹងក៏ប្រាប់ថាអូមិនបាច់ចាំបារម្ភច្រើនទេគឺគាត់ត្រូវទៅធ្វើការនៅខាងសាខាស្រុកកោះធំខេត្តកណ្ដាលពេលហ្នឹងគាត់ធូរទ្រង់ឲ្យដកតែម្ដងព្រោះអីខាងស្រុកកោះធំខេត្តកណ្ដាលហ្នឹងណាគឺជាស្រុកកំណើតរបស់គាត់អ្នកទាំងអស់គ្នាគាត់សប្បាយចិត្តខ្លាំងមែនទែនពេលហ្នឹងបង្រឿនណាក៏គិតក្នុងចិត្តថាពេលនេះគាត់បានបដូរទៅធ្វើការនៅជិតផ្ទះវិញហើយមុនដំបូងគឺជាការគិតមួយបែបកើតទុកអញ្ចឹងណាប៉ុន្តែគ្រាន់តែមេប្រាប់ថារឿងឯងត្រូវទៅសាខាស្រុកកោះធំខេត្តកណ្ដាលវិញប្រហែលជាមេនឹងក៏ដឹងដែរថាគាត់នឹងគឺជាអ្នកខេត្តកណ្ដាលអញ្ចឹងណាអញ្ចឹងបង្រឿនក៏ត្រូវតែផ្លាស់ប្ដូរទៅធ្វើការនៅស្រុកកោះធំខេត្តកណ្ដាលអញ្ចឹងទៅស្រាប់ថាទៅដល់សាខាហ្នឹងមិនដឹងជាមិនទេគាត់ដូចជាជន់តែឬក៏ធ្វើការមិនចុះសម្រុងគ្នាយ៉ាងម៉េចទេធ្វើមិនបានប៉ុន្មានផងគាត់ក៏ត្រូវគេផ្លាស់ប្ដូរពីសាខាហ្នឹងទៀតហើយបាទឬក៏កញ្ចៅគាត់ត្រូវគេផ្លាស់ប្ដូរគាត់រហូតអញ្ចឹងណាហើយផ្លាស់ប្ដូរលើកនេះមេថ្មីរបស់គាត់ហ្នឹងបានផ្លាស់ប្ដូរគាត់ទៅសាខាមួយទៀតដែលនៅស្រុកពញាក្រែក
ខេត្តត្បូងឃ្មុំហ្នឹងហើយមកពីត្បូងឃ្មុំហើយទីបំផុតក៏ត្រឡប់ទៅត្បូងឃ្មុំវិញដែលទីតាំងស្ថិតនៅខាងជើងផ្សារស្ទឹងរហូតដល់ថ្ងៃដែលគាត់ចេញដំណើរពីស្រុកកោះធំពេលព្រលឹមស្រាងទៅនឹងគឺគាត់ធ្វើដំណើរដោយគិតផងមន្ទិលផងមិនសូវសប្បាយចិត្តផងអញ្ចឹងណាដោយសារតែលើកនេះត្រូវចាក់ឆ្ងាយពីផ្ទះទៀតហើយតែធ្វើមិនវាគឺជាការងារយើងត្រូវតែធ្វើហើយទោះបីជាសប្បាយចិត្តឬក៏មិនសប្បាយចិត្តក៏យើងបដិសេធអត់បានដែរអញ្ចឹងមានតែរកហេតុផលប្រាប់ខ្លួនឯងពីរឿងរ៉ាវដែលវិជ្ជមាននៅពេលដែលធ្វើការនៅកន្លែងថ្មីអញ្ចឹងណាព្រោះអីចង់ប្រាប់ថាទោះបីជាគាត់ទៅខេត្តត្បូងឃ្មុំដដែលមែនប៉ុន្តែគាត់ទៅសាខាផ្សេងមិនមែនសាខាតែមួយដែលគាត់ធ្លាប់ធ្វើពីមុនមកនោះទេអញ្ចឹងគាត់ក៏ប្រាប់ថាយ៉ាងណាក៏គាត់បានស្គាល់កន្លែងថ្មីបទពិសោធន៍ការងារថ្មីដែលខ្លួនមិនដែលបានទៅសោះអញ្ចឹងណាហ្នឹងហើយចេះតែគិតអញ្ចឹងទៅរយៈពេលធ្វើដំណើរអស់រយៈពេល7-8ម៉ោងគឺតាំងពីម៉ោង5ព្រឹករហូតដល់ម៉ោង7:01រសៀលទីបំផុតបង្រឿនក៏ទៅដល់ទីតាំងហ្នឹងគាត់ចាំបានថានៅថ្ងៃនោះគឺជាថ្ងៃសៅរ៍អញ្ចឹងការងារដែលត្រូវធ្វើគឺត្រឹមតែមួយព្រឹកតែប៉ុណ្ណោះហ្នឹងហើយអ្នកទាំងអស់គ្នាតែនៅពេលដែលគាត់ទៅដល់កន្លែងការងារថ្មីហ្នឹងណាបង្រឿនគាត់មានអារម្មណ៍ថាដូចចម្លែកប្លែកយ៉ាងម៉េចមិនដឹងទេព្រោះអីគាត់ទៅដល់នោះគឺគាត់ឃើញផ្ទះមួយដែលនៅក្បែរការិយាល័យនឹងតែម្ដងផ្ទះហ្នឹងគឺធ្វើពីថ្មខាងក្រោមរីឯខាងលើគឺធ្វើពីឈើអញ្ចឹងណាហើយនៅខាងជើងផ្ទះជាប់គ្នាហ្នឹងគឺមានរោងដាក់ឈើដ៏ធំមួយថែមទៀតផងបាទអញ្ចឹងបានន័យថាការិយាល័យដែលគាត់ត្រូវធ្វើការងារនៅពីខាងក្រោមថ្មនៅពីខាងលើផ្ទះឈើហើយនៅក្បែរហ្នឹងគឺមានរោងដាក់ឈើអញ្ចឹងណាអ្នកទាំងអស់គ្នាវាចម្លែកតែនៅពេលដែលទៅដល់ហ្នឹងគាត់ក៏ទៅធ្វើបែបគេហៅថាធម្មតាដូចជាបុគ្គលិកថ្មីដែលចូលទៅអញ្ចឹងគាត់អត់បានទៅសម្ញែងថាខ្លួនឯងមានបទពិសោធន៍ច្រើនឆ្នាំធ្លាប់ធ្វើការនៅនេះនៅនោះធ្លាប់មេសរសើរអីទេគឺគាត់ដើរចូលទៅជម្រាបសួរតាំងពីតូចដល់ធំអស់ហើយព្រួយដូចអ្នកនរគ្នាដឹងស្រាប់ចឹងបង្រឿនគឺជាមនុស្សដែលដាក់ខ្លួនខ្លាំងមែនតើហើយគាត់ទៅកន្លែងណាមួយគឺគាត់ចង់ឲ្យកន្លែងនឹងរីកចម្រើនគាត់ចង់សាងមិត្តអញ្ចឹងណាគាត់អត់ចង់ឲ្យបរិយាកាសការងារវាតុកសិចវាធ្វើឲ្យគាត់នឹងអត់មានអារម្មណ៍ធ្វើការនោះទេអញ្ចឹងគាត់ដើរជម្រាបសួរដើរស្វាគមន៍និយាយសួស្ដីអីទៅដល់បុគ្គលិកនៅក្នុងនឹងទាំងអស់តែម្ដងហើយនៅពេលដែលចប់សពគ្រប់ក៏មានលោកគ្រូម្នាក់ហ្នឹងបាទគេហៅលោកគ្រូអញ្ចឹងណាក៏បានន័យថាជាធីមការងារនៅសាខាថ្មីហ្នឹងបានចង្អុលប្រាប់គាត់ពីកន្លែងសម្រាកហើយដើម្បីឲ្យបង្រឿនហ្នឹងយកសម្ភារៈទៅទុកអញ្ចឹងណាបន្ទាប់មកបង្រឿនក៏ដើរទៅរកកន្លែងបន្ទប់ហ្នឹងទៅតែឯងអញ្ចឹងទៅព្រោះគេធ្វើការគ្រប់គ្នាអត់មានអ្នកណាគេមានពេលវេលាជូនគាត់ទៅទេបាទគឺគាត់ទៅរកកន្លែងសម្រាកដោយខ្លួនឯងបង្រឿនដើរទៅមើលផងអីផងលិចងាយកើតអញ្ចឹងទៅហើយបរិយាកាសនៅពេលហ្នឹងដូចជាមិនមានអីគួរឲ្យចាប់អារម្មណ៍ទេរហូតដល់គាត់ទៅដល់បន្ទប់ស្រាប់តែគាត់មានអារម្មណ៍ថាហាក់ដូចជាមាននរណាគេម្នាក់ឬក៏មានកសែភ្នែកតាមមើលគាត់រហូតតែម្ដងអាពេលដែលគាត់ដើរចេញពី office ទៅអត់ទាន់មានអារម្មណ៍ទេប៉ុន្តែគ្រាន់តែទៅដល់បរិវេណបន្ទប់គាត់ភ្លាមគាត់មានអារម្មណ៍នោះផ្លែតតែម្ដងគឺគាត់មានអារម្មណ៍ដូចជាកសែភ្នែកមើលពីលើពីលិចពីកើតពីចំហៀងអីអញ្ចឹងគឺដឹងតែភ្នែកហ្នឹងមើលមកគាត់តែគាត់មិនដឹងថាជានរណាហើយក៏មិនដឹងថាអារម្មណ៍ហ្នឹងវាបានមកដោយសារអីអញ្ចឹងគាត់ក៏មិនបានខ្វល់អីច្រើនដែរគាត់ក៏ឡើងទៅម្នាក់ឯងទៅដល់ហ្នឹងគឺគាត់ឃើញបន្ទប់ហ្នឹងមានតែ4បន្ទប់ទេនៅផ្ទះហ្នឹងណាដោយបន្ទប់ទី1ទល់មុខនឹងបន្ទប់ទី3រីឯបន្ទប់ទី2ទល់មុខនឹងបន្ទប់ទី4ហើយនៅពេលហ្នឹងគាត់ត្រូវស្នាក់នៅបន្ទប់ទី3ជាប់នឹងបន្ទប់ទី4តែម្ដងតែអ្វីដែលគាត់ឃើញហ្នឹងគឺឃើញផ្លាកគេនៅបន្ទប់ទី1ហ្នឹងគឺគេសរសេរថាហាមបុគ្គលិកចូលហើយគេសរសេរបើកបោកកញ្ចក់មិនឲ្យបុគ្គលិកសម្រាកនៅទីនេះទេហ្នឹងហើយអញ្ចឹងគាត់ឆ្ងល់មែនទែនមិនដឹងជាមានបញ្ហាអីហេតុអីបានអាបន្ទប់ទី1ហ្នឹងអត់ឲ្យគេចូលស្នាក់នៅខែងអាហ្នឹងគឺជាផ្ទះបុគ្គលិកឯងគាត់ក៏ក៏លេចមើលផ្ទះហ្នឹងដើរទៅលេចទៅកើតចឹងទៅគាត់ឃើញថាផ្ទះហ្នឹងស្អាតជាផ្ទះដែលមិនថ្មីមែនប៉ុន្តែវាមើលទៅបែបបុរាណសម្ភារៈនៅខាងលើផ្ទះហ្នឹងគឺច្រើនមែនទែនមានទាំងរូបគំនូររបៀបវត្ថុបុរាណពីដូនតាអញ្ចឹងណាហើយគាត់ក៏គិតថាអូប្រហែលជាផ្ទះហ្នឹងគឺជាផ្ទះរបស់ម្ចាស់ក្រុមហ៊ុនហ្នឹងមើលទៅម្យ៉ាងទៀតរបស់របរដែលបុរាណមើលទៅដូចជាមានតម្លៃអញ្ចឹង
ប្រហែលជារបស់ម្ចាស់ផ្ទះអញ្ចឹងណាដើរលើផ្ទះអស់ចិត្តអស់ចង់គាត់ក៏ចុះមកដើរលើដីទៀតបាទមើលខាងក្រោយខាងក្រោមនិយាយរួមគឺដូចជាមនុស្សដែលទៅដល់ថ្មីយើងត្រូវតែមើលស្ថានភាពដើរឆែកមើលមកថាកែងឡូពេលយប់ឡើងដាច់ភ្លើងគេទៅងូតទឹកណាបន្ទប់ទឹកនៅណាអីចឹងណាអ្នកទាំងអស់គ្នាដើរទៅដើរមកគាត់ក៏បានទៅអើតមើលខាងក្រោមចិនដើនៅខាងក្នុងហ្នឹងគាត់ក៏ឃើញមានកាំបិតផ្គាក់ដងវែងប្រវែងប្រហែលជាកន្លះម៉ែត្រជាងហើយនៅខាងក្រោយទៀតរបងផ្ទះខាងក្រោយពេលដែលចេញចូលហ្នឹងគឺត្រូវដាក់កលឹះតែទៅដល់ខាងក្រោយនោះគាត់ហាក់ដូចជាសប្បាយចិត្តដោយសារតែអីគឺបងរឿនគឺជាមនុស្សចូលចិត្តលេងបាល់ទះហើយស្រាប់តែគាត់ទៅឃើញហ្វីលេបាល់ទះនៅកន្លែងហ្នឹងតែម្ដងអញ្ចឹងទេវាធ្វើឲ្យគាត់សប្បាយអម្យ៉ាងដែរដោយថាមានកន្លែងលេងហ្វីលេបាល់ទះនៅក្បែរកន្លែងដែលខ្លួនឯងស្នាក់នៅហើយនៅកន្លែងការងារតែម្ដងវាសំណងអញ្ចឹងណាអ្នកទាំងអស់គ្នាព្រោះឯបងរឿនគាត់ប្រាប់ថាគាត់ចូលចិត្តធម្មតាគាត់ចូលចិត្តលេងវាខ្លាំងមែនទែនហើយជាពិសេសកន្លែងហ្នឹងគឺមានអមជាមួយនឹងដើមដូងដើមទៀបហូបផ្លែជាច្រើនដើមទៀតផងហើយកលេចចុះកលេចឡើងគាត់ក៏ឃើញមានដើមបំពេញរាជមួយដើមទៀតបាទដើមបំពេញរាជហ្នឹងយើងជាទូទៅហៅកពីងរាជតែឈ្មោះគេពេញគឺដើមបំពេញរាជអ្នកទាំងអស់គ្នាគឺមួយដើមនោះធំស្កឹមស្កៃគាត់មានអារម្មណ៍ថាដូចតែជាលហឹមខុសគេខុសឯងហើយដោះនៅលើទីទួលមួយទៀតដោះលើស្មៅខុសប្លែកពីគេបន្តិចអញ្ចឹងណាអ្នកទាំងអស់គ្នាប៉ុន្តែគាត់ក៏មិនខ្វល់អីច្រើនដែរគាត់គ្រាន់តែដឹងថាអូនៅទីនេះគឺបរិយាកាសហ្នឹងធ្វើឲ្យគាត់ហ្នឹងចូលចិត្តកន្លែងហ្នឹងតែម្ដងហើយគាត់ក៏ដើរចូលទៅជែកលេងជាមួយនឹងមនុស្សនៅម្ដុំហ្នឹងអញ្ចឹងទៅហើយជាមួយនឹងក្រុមការងារផងដែរក្រោយមកគាត់ក៏ត្រឡប់មកពីជជែកគ្នាពីនេះពីនោះជាមួយនឹងក្រុមការងារហ្នឹងណាបានបន្តិចប្រហែលជាម៉ោង1:30នាទីរសៀលពួកគាត់ក៏រួចរាល់ការងារហើយក៏បានលាគ្នានឹងនិយាយថាចាំជួបគ្នាថ្ងៃច័ន្ទដោយសារតែគាត់នឹងត្រូវទៅរៀននៅឯទីរួមខេត្តនៅឯខេត្តកំពង់ចាមអញ្ចឹងណាអ្នកទាំងអស់គ្នាហើយបងរឿនក៏ប្រាប់ថាលោកគ្រូខ្លះគាត់ក៏ទៅលេងផ្ទះនៅខាងមេមត់អីជាដើមនៅពេលនោះគឺនៅសល់បុគ្គលិកប្រុសតែ2នាក់គត់ដែលអត់ទាន់ទៅណាគាត់ក៏មិនចាំឈ្មោះដែរនៅពេលនោះព្រោះជាថ្ងៃដែលជួបគ្នាដំបូងប៉ុន្តែក៏មានអារម្មណ៍ថារៀងស្និទ្ធស្នាលជាមួយពួកគាត់ដែរហើយបុគ្គលិកប្រុសនោះក៏បានហៅគាត់ទៅលេងផ្ទះគេថែមទាំងបន្តទៅលេងបាល់ទះជាមួយគ្នានឹងរហូតដល់ម៉ោង5កន្លះព្រលប់តែម្ដងដោយពួកគាត់ក៏បានសួរបង្រឿនដែរថាចង់ទៅសម្រាប់នៅកន្លែងធ្វើការងារជាមួយគាត់អត់ហើយបង្រឿនក៏ប្រាប់ថាទៅចាំទៅជាមួយគ្នាតែម្ដងទៅប៉ុន្តែចាំជប់បន្តិចហ្នឹងហើយបង្រឿនក៏ឆ្លើយតបអញ្ចឹងណាហើយពួកគេទាំងពីរនាក់ហ្នឹងក៏ឲ្យសោមកបង្រឿនតែពួកគាត់ភ្លេចយកទូរស័ព្ទមករៀងៗខ្លួនអញ្ចឹងទេក៏ពិបាកនៅក្នុងការតាក់ទងដែរទៅពេលហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងបានពឹងថាបើសិនជាបង្រឿនទៅមុនគឺបង្រឿនចាក់ចូលផ្ទះមុនអញ្ចឹងទៅព្រោះអីបុគ្គលិកទាំងពីរហ្នឹងពេលខ្លះគាត់អាចនៅលេងបាល់ផ្ទះហ្នឹងនៅយូរជាងបង្រឿនអញ្ចឹងណាពួកគាត់ក៏បន្តលេងជាមួយគ្នាអញ្ចឹងទៅហើយបង្រឿនទីបំផុតគាត់ក៏សុំមកផ្ទះមុនមែនដោយសារតែគាត់នឿយហត់គាត់ធ្វើដំណើរយូរម៉ោងអញ្ចឹងណាគាត់ក៏ត្រឡប់មកមុនអញ្ចឹងទៅហើយបុគ្គលិកពីរនាក់ហ្នឹងក៏នៅបន្តលេងបាល់ផ្ទះជាធម្មតាស្រាប់តែពេលដែលគាត់មកដល់ផ្ទះនោះវិញនៅខាងមុខផ្ទះបងរឿនក៏ចាប់អារម្មណ៍ថានៅម្ដុំផ្ទះហ្នឹងមានតែផ្ទះគេរៀងធំដែរដែលនៅជាប់របងហ្នឹងតែហាក់ដូចជាអត់មានមនុស្សនៅទេឬក៏គេនៅខាងក្នុងផ្ទះតិចដឹងក៏គាត់មិនបានគិតអីវែងឆ្ងាយដែរគាត់ក៏បានបើកទ្វាររបងចូលទៅខាងក្នុងដោយរបងខាងមុខហ្នឹងដើរទៅដល់ផ្ទះប្រហែលជា50ម៉ែត្រណាអ្នកទាំងអស់គ្នាបន្ទាប់មកទៀតបងរឿនក៏បានចាក់សោចូលទៅរកកន្លែងដាក់ម៉ូតូហើយក៏រកកន្លែងបើកភ្លើងព្រោះអីម៉ោង7:06ល្ងាចទៅហើយគាត់ស្ដាយដែរកាលពីថ្ងៃហ្នឹងគឺគាត់អត់បានរកកន្លែងបើកភ្លើងដើម្បីដាក់ម៉ូតូអញ្ចឹងណាដាក់ម៉ូតូរួចចាប់សពគ្រប់ហ្នឹងគាត់ក៏បានចេញទៅមួយទឹកអញ្ចឹងទៅដើម្បីត្រៀមខ្លួនក្នុងការចូលសម្រាកក៏នឹកឃើញថាទាញទូរស័ព្ទសាកថ្មហើយក៏ខលទៅម៉ាក់របស់គាត់ដើម្បីនិយាយលេងព្រោះអីនៅផ្ទះតែម្នាក់ឯងផងក៏អាចបន្លប់ភាពភ័យខ្លាចបានដែរម្យ៉ាងទៀតគឺគាត់ចង់នៅចាំលោកគ្រូ2នាក់ទៀតដែលសន្យាថានឹងមកគេងជុំគ្នាប៉ុន្តែគាត់ចាំយូរទៅហាក់ដូចជាមិនឃើញមានលោកគ្រូណាម្នាក់មកសោះអញ្ចឹងទេគាត់ក៏មិនគិតអីច្រើនដែរគាត់និយាយទូរស័ព្ទរួចហើយគាត់ក៏បិទភ្នែកសម្រាកទៅតែនៅក្នុងចិត្តរបស់គាត់នឹងគឺសលវាថាបិទភ្នែកបដើចាំលោកគ្រូ2នាក់ទៀតមកបដើអញ្ចឹងណារហូតដល់ម៉ោង9យប់ហើយហ្នឹងណាគាត់ក៏អត់បានលឺសូរណាគេចូលមកគេងអត់មានណាគេចូលមិនគេហៅថាហៅគាត់សំបីតែម្នាក់បែរជាគាត់លឺសូរសំឡេងគាត់ដុងបដាំងនៅខាងក្រោមកន្លែងដាក់ម៉ូតូហើយថែមទាំងលឺសំឡេងអាសោទ្វាររបងទៀតផងនៅពេលហ្នឹងបងរឿនគាត់ថាហីអញក៏សយម៉េះមកយប់ដំបងសេះតែមានចោលអាសោទ្វាររបងអញ្ចឹងណាគាត់ភ័យមែនតើគាត់គិតថានឹងប្រកាសជាចោលឯងដោយកន្លែងធ្វើការមានទូកដាច់ដាក់លុយច្រើនដែរសំខាន់ហ្នឹងម៉ូតូគាត់ទុកខាងក្រោមទៀតតិចគេចូលមកលួចម៉ូតូទៅពេលនោះគាត់អត់បានគិតអីច្រើនទេដោយសារតែខាងក្រោមបិទភ្លើងហើយខាងលើហ្នឹងភ្លើងក៏មិនសូវភ្លឺទៀតតែមុននឹងចេញពីផ្ទះមកនៅតាមខេត្តអ្នកម្ដាយរបស់គាត់តែងតែឲ្យពិលមួយទុកដាក់ជាប់ខ្លួនជានិច្ច
ដោយម្ដាយគាត់ហ្នឹងបានប្រាប់ថាទៅឆ្ងាយកុំភ្លេចឲ្យសោះរឿងយកពិលតាមខ្លួនព្រោះយប់ព្រលប់ស្រួលប្រើការជាដើមអញ្ចឹងណាហ្នឹងហើយពេលនោះបង្រឿនតាំងចិត្តថានឹងចុះទៅមើលខាងក្រោមហើយបើសិនជាមានចៅមែនណានឹងតស៊ូជាមួយវាតែម្ដងបាទបង្រឿងចិត្តសឿងមែនតើទោះបីជាគាត់ជាមនុស្សដែលគេហៅថារស់រាយរាក់ទាក់នៅពេលដែលជួបមនុស្សនៅពេលថ្ងៃប៉ុន្តែបើជួបជាមួយនឹងបញ្ហាអីមួយគឺគាត់គេហៅថាកូនប្រុសដើមទ្រូង5ហាត់តែម្ដងគាត់ដើរចុះទៅក្រោមហ្មងណាអ្នកទាំងអស់គ្នាពេលចុះមកដល់ក្រោមស្រាប់តែគាត់អត់មានឃើញអីទាំងអស់គាត់ក៏ដើរមើលជុំវិញផ្ទះកលេចឆ្វេងកលេចស្ដាំនៅតែអត់មានអ្វីចម្លែកតែនៅក្នុងចិត្តគាត់ថាដូចជាអត់ស្រួលទេឮច្បាស់កន្លែងហេតុអីបានអត់មានអីអញ្ចឹងអូហើយភ្លេចប្រាប់ថាបង្រឿនក៏ជាកូនសិស្សលោកម្នាក់ដែរគាត់ធ្លាប់បួសរហូតដល់1ឆ្នាំទៀតផងក្រោយមកបង្រឿនក៏ចាំបានថាមុននេះគាត់បានឃើញកាំបិតផ្កែអស់នៅខាងក្រោមកាន់ចន្ទាដែលគាត់បានកលេចមើលគាត់ក៏បានដើរទៅយកទុកតាមខ្លួនដើម្បីការពារខ្លួនអញ្ចឹងទៅយើងមិនដឹងថាជួនកាលពួកចៅហ្នឹងវាឃើញយើងឃើញមនុស្សនៅក្នុងផ្ទះដើរចូលមកវានាំគ្នារត់ពួនកិច្ចខ្លួនពីយើងអញ្ចឹងណាដោយសារតែមើលទៅអត់មានឃើញនរណាគេផងគាត់ក៏ឡើងមកសម្រាប់វិញតាមធម្មតាអញ្ចឹងទៅបិទភ្នែកមិនតាន់បាន20នាទីផងបងរឿនចាប់ផ្ដើមលឺសូរសំឡេងទៀតហើយបងប្អូនបាទតែលឺសូរសំឡេងលើកនេះគឺគ្រុកក្រាស់គ្រុកក្រាស់គ្រុកក្រាស់ខុសពីលើកមុនអត់ត្រឹមមិនបានទេគាត់កាន់កាំបិតផ្គាក់ហ្នឹងចុះមកក្រោមទៀតទេចុះមកព្រំរត់ចុះមកហ្មងណាដើម្បីកុំឲ្យថាបើសិនជាចោលហ្នឹងវារត់គេចខ្លួនទៅពួនមែនក៏គាត់ចុះមកតន់ដែរសន្សឹមឲ្យរត់ប្រាវមកតែម្ដងក៏គាត់នៅតែអត់ឃើញបាទចាប់ផ្ដើមចម្លែកមែនតើពេលហ្នឹងហើយបេះដូងគាត់មិនដឹងជាម៉េចទេបុកបឹកគាត់គិតថាប្រកាសណាស់បើសិនជានឹងមិនមែនជាចោលទេប្រកាសជាមិនមែនមនុស្សហើយព្រោះប្រសិនជាមនុស្សប្រកាសណាស់គាត់នឹងឃើញហើយតែនេះមិនឃើញអីសំបីតែម្នាក់គាត់ក៏ខំមាត់សង្កត់ចិត្តហើយឡើងទៅម្ដងទៀតឡើងទៅគេងម្ដងទៀតអញ្ចឹងណាប៉ុន្តែក្នុងខួរក្បាលរបស់គាត់ក្នុងមាត់របស់គាត់ចាប់ផ្ដើមសូត្រធម៌បដាហើយណាពេលហ្នឹងណាដោយសារតែគាត់ចេះធម៌កាលពីបួសរៀនណាអ្នកទាំងអស់គ្នាមកសតុះលើកនេះដល់10នាទីទេលឺខ្លាំងជាងរាល់ដងទៀតបាទប៉ុន្តែលែងលឺសូរសំឡេងក្រោកក្រាកទៀតហើយអ្នកទាំងអស់គ្នាលើកនេះបង្រឿនណាគាត់លឺសូរសំឡេងមនុស្សនិយាយគ្នាតែម្ដងនិយាយវ៉ាវ៉ាពេញនឹងតែម្ដងសឹងតែមួយគ្រួសារទៅហើយបានន័យថាសំឡេងហ្នឹងមិនមែនមនុស្សតែម្នាក់ឯងប៉ុន្តែសំឡេងដែលរបៀបថាមានឪពុកម្ដាយកូននិយាយគ្នាទៅមកអញ្ចឹងណាអ្នកទាំងអស់គ្នាបងរួនបាត់រោមឲ្យជ្រងតែម្ដងគាត់លឺសូរសំឡេងហាក់បីដូចជាមនុស្សកំពុងតែរត់ទៅរត់មកបូកលីឡំជាមួយនឹងមនុស្សធំនិយាយគ្នាហើយនឹងសំឡេងអាសោទៀតផងអូបង្រឿនពេលហ្នឹងគឺចាប់ផ្ដើមភ័យខ្លាំងមែនតើហើយសំឡេងរុករ៉ាក់ហ្នឹងចេះតែលន់លឺខ្លាំងទៅអត់ឈប់សោះពេលហ្នឹងគឺគាត់ព្យាយាមទ្រាំខ្លាំងមែនតើទ្រាំអត់បានបង្រឿនក៏ព្យាយាមសរសៀចុះឲ្យដល់កម្មចិន្តាខាងក្នុងអញ្ចឹងណាហើយគាត់ក៏ស្រែកខ្លាំងដោយតាំងចិត្តឲ្យប្រើប្រាស់គេហៅថាចិត្តខ្លាំងរបស់ខ្លួនឯងដែលធ្លាប់បួសរៀនណោះគាត់ក៏ស្រែកជេរគេតែម្ដងថាយប់ប្រលប់អីបុយពួកហែងមកអាសោអីហើយរត់ទៅមកអញ្ចឹងអត់ក្រែងចិត្តគេមែនបាទរបៀបថាគាត់ដឹងនឹងថាជាវិញ្ញាណហើយអ្នកទាំងអស់គ្នាប៉ុន្តែគាត់ជេរហ្មងដើម្បីបណ្ដេញពួកនឹងចេញអញ្ចឹងណាគាត់តាំងចិត្តស្រែកដោយសារតែគាត់នឹងក៏ធ្លាប់ជួបបទពិសោធន៍បលឹងវិញ្ញាណនៅក្នុងវត្តហ្នឹងម្ដងជា2ដងដែរកាលពីនៅបួសរៀនហ្នឹងអ្នកទាំងអស់គ្នាគាត់អាងខ្លួនឯងចេះធម៌ចេះសឹកបល័យតិចតួចផងហ្នឹងហើយបន្ទាប់មកគាត់ក៏យកកាំបិតផ្គាក់ហ្នឹងចេញមកហើយចោលគេចោលឯងពេញហ្នឹងតែម្ដងទាំងអត់មានអីទេអត់មានមនុស្សអីទេនៅកន្លែងផ្ទះហ្នឹងអញ្ចឹងណាហើយមាត់គាត់ចេះតែសូត្រធម៌ចឹងទៅមកគាត់គិតថាបើសិនជានឹងជាអមនុស្សមែនណាគាត់នឹងតស៊ូបដូរផ្ដាច់ហើយបាទគាត់គិតក្នុងចិត្តអញ្ចឹងណាស្រាប់តែគ្រាន់តែគាត់ជេរអញ្ចឹងពឹមសំឡេងនោះស្ងាត់ភ្លាមហ្មងស្ងាត់មែនអ្នកទាំងអស់គ្នាបានផលមែនណាឬក៏ដោយសារតែគេដឹងថាគាត់ចេះធម៌ផងក៏មិនដឹងអញ្ចឹងណាបាទស្ងាត់ឲ្យជ្រាបតែម្ដងបងរឿនក៏គិតថាគាត់បានផលដែរតាបាទអញ្ចឹងទេគាត់ក៏ឡើងទៅគេងវិញធម្មតាហើយលើកហ្នឹងតាំងពីស្ងាត់ហ្នឹងរហូតតែម្ដងគឺស្ងាត់ជ្រាបគាត់ក៏ប្រាប់ថាពួកហ្នឹងចេះខ្លាចដែរតាហើយបង្រឿនពេលហ្នឹងច្បាស់លាស់ថាហ្នឹងហើយមិនមែនមនុស្សទេគឺជាអមនុស្សពិតប្រាកដហើយបាទហើយគាត់គិតថាយប់ហ្នឹងប្រហែលជាគាត់គេងលក់ស្រួលស្កប់ស្កល់អីណាក៏បិទភ្នែកគេងចឹងទៅមានណារហូតដល់មក12យប់គត់តែម្ដងគាត់ក៏លឺសូរគេរត់ឡើងលើផ្ទះម្ដងទៀតតែម្ដងបាទរត់លើកនេះគឺរត់ច្រើនគ្នាតែម្ដងមិនដឹងជាគេនឹងជួយចិត្តរត់ហ្មងមកទៅបាទរត់ទាំងគ្រួសារតែម្ដងហើយគាត់ក៏លឺសូរសំឡេងគ្រួសារហូបបាយនៅខាងក្រោមផ្ទះហ្នឹងឈីងឆុងឆាំងលឺសូរសំឡេងចានសំឡេងសព្រាសមអញ្ចឹង
គាត់ខំប្រឹងព្យាយាមយកដៃទប់ត្រចៀកខ្លាំងកម្រិតណាក៏នៅតែលឺចឹងណាហើយគាត់ភ័យខ្លាំងមែនទែនគាត់ក៏ចាប់ផ្ដើមបាត់ក្រោកឡើងទាញភួយមកក៏លុំភួយតែម្ដងរត់ចុះទៅខាងក្រោមភ្លាមដោយភួយហ្នឹងគឺគាត់សណ្ដប់ពីក្បាលដល់ចុងជើងតែម្ដងហើយខ្លួនគាត់ញ័រឲ្យដូចកូនសត្វបាទបងរឿនអត់ទ្រាំលេងបានទេដោយសារតែមានទូរស័ព្ទដៃផងហើយអត់មាននរណាគេនៅក្នុងផ្ទះទេអញ្ចឹងមានតែទូរស័ព្ទហ្នឹងឯងបន្លប់ទុកគាត់ក៏ទាញទូរស័ព្ទហ្នឹងខទៅម្ដាយរបស់គាត់បាទនឹងខទៅនរណាគេបើគាត់តែមកថ្ងៃដំបូងគាត់មានស្គាល់នរណាគេទាំងអស់នៅកន្លែងហ្នឹងអញ្ចឹងណាបាទគាត់និយាយពីនេះពីនោះចេះតែនិយាយអញ្ចឹងទៅហើយម្ដាយគាត់ចេះសួរថាហែងទេមកមានកាតអីអត់មានកាតអីអត់អញ្ចឹងណាតែគាត់ព្យាយាមនិយាយថាអត់អីទេស្រាប់តែមកសន្ទុះមិនទាន់បាន5នាទីផងណាម្ដាយគាត់នៅតែសួរថាមិនហើយខាត់អីហើយគាត់មានអារម្មណ៍ថាសំឡេងម្ដាយគាត់ទៅជារបៀបថាដូចជាអាយកុំរបៀបឡាល្អអញ្ចឹងណាអ្នកទាំងអស់គ្នាហើយគាត់ក៏និយាយថាអាឡូស្រាប់តែគាត់ឮសូរសំឡេងខ្លួនគាត់នឹងខ្ទរចេញមកវិញអ្នកទាំងអស់គ្នាហើយដោយសារតែផ្ទះនឹងផ្ទះខាងក្រោមថ្មខាងលើឈើទៀតហ៎ហើយបើនិយាយពីសសរផ្ទះវិញធំទៀតអញ្ចឹងវាធ្វើឲ្យខ្ទរបន្ថែមទៀតបរិយាកាសកាន់តែគេហៅថាគួរឲ្យខ្លាចមែនទែនហ្មងណាបងរឿនក៏រត់ទៅផ្ទះគេចិត្តនឹងតែម្ដងបាទលេងនៅផ្ទះនឹងកើតទៀតអីតែនៅពេលដែលរត់ទៅមើលឃើញលបងផ្ទះគេនឹងក៏គេចាក់សោខាងក្នុងលបងដែរពិបាកខ្លាំងមែនទែនគាត់មានអារម្មណ៍ថាពួកក្រុមអមនុស្សនឹងនៅជិតខ្លួនគាត់រត់ទៅណាក៏គេនៅក្បែរខ្លួនគាត់ដែរគាត់ព្យាយាមផ្សាយចិត្តមេត្តាធម៌ដល់ពួកគេចឹងណាបាទនិយាយបដាសោតបដាផ្សាយចិត្តមេត្តាធម៌បដាចឹងទៅរហូតដល់ម៉ោង2កន្លះយប់អត់បានគេងទេយប់ហ្នឹងហើយមើលទៅដូចជាក្រុមគ្រួសារគេនឹងសប្បាយចិត្តណាស់ព្រោះរត់ទៅរត់មកលេងដោយក្រុមគ្រួសារមួយដែលមានកូនតូចៗអញ្ចឹងណាទាំងអស់គ្នាបន្ទាប់មកគាត់ក៏ត្រឡប់ទៅកន្លែងបន្ទប់ឡើងវិញគាត់មិនដឹងជារត់ទៅណាទៀតទេព្រោះទ្វារលបងក៏ចាក់សោអ្នកចិត្តខាងក៏គេចូលគេងអស់អញ្ចឹងទៅគឺថាមកយប់ហ្នឹងគាត់សង្ងំស្ដាប់សំឡេងគេរហូតដល់ភ្លឺតែម្ដងអ្នកទាំងអស់គ្នាតែគេអត់មកធ្វើអីគាត់ទេណាគាត់បន្លឺសំឡេងឲ្យគាត់លឺរំខានសតិអារម្មណ៍គាត់អញ្ចឹងណាគឺគាត់ទ្រាំកលុំភួយទាំងយប់អញ្ចឹងហើយស្ដាប់ឮសូរសំឡេងទាំងចានឆ្នាំងការញ៉ាំអាហាររបស់គ្រួសារហ្នឹងហើយមានកូនតូចរត់ឡើងលើផ្ទះធំអញ្ចឹងទៅរហូតដល់ម៉ោង7:08ព្រឹកឯណោះទើបលោកគ្រូ2នាក់នោះមកដល់គឺថាបង្រឿនអន់ចិត្តជាមួយនឹងលោកគ្រូនឹងខ្លាំងយកតែមែនតើគាត់ខឹងមហាសែនខឹងណាប្រាប់ថាមកគេងជាមួយគ្នាមិនបានជាគាត់មិនមកទៅវិញពេលហ្នឹងគឺគាត់និយាយសំឡេងដំឡើងសំឡេងដាក់គ្រូ2នាក់ហ្នឹងតែម្ដងណាព្រោះអីបាទមានអារម្មណ៍ណាស់ទៅនិយាយស្ងប់ទៀតអ្នកនរគ្នាសាកគិតមើលមកយប់អត់បានគេងផងហ្នឹងម៉ោង7ម៉ោង8ព្រឹកហើយទៅជួបមនុស្សបានស្រាប់តែលោកគ្រូ2នាក់ហ្នឹងឆ្លើយថាយប់មិញហ្នឹងមិនមែនគាត់អត់មកទេគាត់មកនៅក្នុងអំឡុងម៉ោង8កន្លះនាទីយប់ហ្នឹងហើយគេមកម៉ោង8កន្លះម៉ោង9អញ្ចឹងណាប៉ុន្តែលោកគ្រូ2នាក់ហ្នឹងព្យាយាមហៅបង្រឿននៅខាងក្រៅរបងព្យាយាមហៅខ្លាំងមែនទែនក្រែងដោថាបង្រឿនដើរទៅណាផ្សេងអត់នៅក្នុងផ្ទះគាត់ព្យាយាមហៅខ្លាំងមែនទែនតែដោយសារតែរបងហ្នឹងរៀនឆ្ងាយពីផ្ទះពេកប្រហែលជាបង្រឿនអត់លឺឬក៏គេមិនឲ្យគាត់លឺឬក៏យ៉ាងម៉េចក៏មិនដឹងដែរគឺអត់មានលឺសូរសំឡេងបង្រឿនឆ្លើយតបមកវិញទេអញ្ចឹងពួកគាត់ក៏គិតថាប្រហែលជាបង្រឿននឹងអត់នៅនឹងទេពួកគាត់ក៏សម្រេចចិត្តថាយប់ហ្នឹងបាច់គេងនៅ office ទេអញ្ចឹងពួកគាត់ក៏ត្រឡប់ទៅផ្ទះវិញរៀងខ្លួនអញ្ចឹងទៅបាទវិញចិត្តទៅវិញបងប្អូនហើយអាម៉ោងហ្នឹងគឺបង្រឿននៅក្នុងផ្ទះហើយលោកគ្រូ2នាក់ព្យាយាមផ្សេងពីខាងក្រៅលបងអញ្ចឹងថារឿនអញ្ចឹងប៉ុន្តែបង្រឿនអត់លឺអីទាំងអស់របៀបថាដូចគេបាំងសំឡេងឲ្យគាត់លឺអញ្ចឹងបងរឿនក៏ប្រាប់ថាមានដឹងអត់ថាគាត់អត់បានដេកមួយយប់ហើយពេញមួយយប់ហ្នឹងគឺគាត់អត់បានដេកទេភ្លាមហ្នឹងលោកគ្រូ2នាក់ហ្នឹងក៏មើលមុខគ្នាហើយប្រាប់ថាគាត់សុំទោសព្រោះអីគាត់ក៏ដឹងដែរថាផ្ទះហ្នឹងមិនសូវមាននរណាគេហ៊ានដេកពេលយប់តែម្នាក់ឯងទេហើយភាគច្រើននៅថ្ងៃសៅរ៍ថ្ងៃអាទិត្យអីហ្នឹងណាក្រុមការងារទាំងអស់គឺត្រូវត្រឡប់ទៅផ្ទះរៀងខ្លួនគឺអត់មាននរណាគេនៅគេងទេលុះត្រាតែបើសិនជាមានណាលុះត្រាតែ3នាក់ឡើងលើទៅហ៊ានគេងអញ្ចឹងបានទៅជាយប់ហ្នឹងគឺគាត់9រឿង9នឹងបងម្នាក់ទៀតហ្នឹងនៅគេងជាមួយគ្នាអញ្ចឹងទៅក្រៅពីហ្នឹងគឺគេទៅផ្ទះរៀងខ្លួនអស់ហើយព្រោះម្នាក់សិតតែធ្លាប់ជួបដូចគ្នាដោយសារតែថ្ងៃហ្នឹងគឺបង្រឿនជាថ្ងៃទី1អញ្ចឹងគេក៏មិនចង់និយាយរឿងហ្នឹងឲ្យបង្រឿនបានដឹងខ្លាចគាត់ខ្លាចភ័យសប្បាយអញ្ចឹងណាប៉ុន្តែបើបុគ្គលិកផ្សេងទៀតគឺគេស៊ាំហ្នឹងហើយបង្រឿនគាត់ប្រាប់ថាវាគួរឲ្យឆ្ងល់មែនតើផ្ទះមួយហ្នឹងធំតែថ្លៃជួលដែលគេជួលគឺមួយខែត្រឹមតែ$250អ្នកទាំងអស់គ្នាគឺវាថោកខ្លាំងមែនតើហើយឲ្យតែថ្ងៃសិលម្ចាស់ផ្ទះគឺជាអ៊ំប្រុសម្នាក់ហ្នឹងគាត់តែងតែមកសែននៅខាងមុខផ្ទះហើយគាត់ដើរទៅម្ដុំដើមបំពេញរាជហ្នឹងមិនដែរខានទេពេលដែលសែនហើយគឺគាត់សុខចិត្តត្រឡប់ទៅទីរួមខេត្តវិញហើយដោយសារតែគាត់ហ្នឹងមានផ្ទះនៅទីរួមខេត្តកំពង់ចាមតែបើតាមស៊ើបមកនៅពេលដែលបង្រឿនធ្វើការបានមួយរយៈគាត់ទៅស៊ើបពីអ្នកជិតខាងនិយាយតគ្នា
ប្រាប់ថាពីមុនផ្ទះហ្នឹងគឺមានគ្រួសារបាទមួយដែលប្តីហ្នឹងគឺជាគ្រូពេទ្យអ្នកទាំងអស់គ្នាហើយប្រពន្ធគឺជាកលៀនបដ្ឋាយិកាដោយទាំងពីរនាក់ហ្នឹងធ្វើការនៅពេទ្យខេត្តនៅខេត្តណាក៏អត់បានបញ្ជាក់ដែរអ្នកទាំងអស់គ្នាហើយគាត់ហ្នឹងមានកូន3នាក់ប្រុស2ស្រី1តែថ្ងៃមួយនៅក្នុងរដូវបុណ្យភ្ជុំហ្នឹងតែម្ដងណាពេលដែលគ្រួសារហ្នឹងធ្វើដំណើរជុំគ្នាទៅវត្តទៅវត្តទៅវ៉ាហ្នឹងនៅតាមផ្លូវពួកគាត់ក៏ជួបគ្រោះថ្នាក់ចរាចរណ៍អ្នកទាំងអស់គ្នាហើយក៏ធ្លាក់បលាយស្លាប់មួយគ្រួសារតែម្ដងបាទហើយពេលហ្នឹងណាគឺមានតែតាម្នាក់គត់អ៊ំប្រុសហ្នឹងណាដែលជាឪពុករបស់លោកគ្រូពេទ្យហ្នឹងមកធ្វើបុណ្យទទួលយកសពក្រៅពីនោះគឺអត់ឃើញមានសាច់ញាតិណាម្នាក់មកដល់ផ្ទះនេះទេហើយរំលងបានមួយខែក្រោយមកក៏ឃើញលោកតាហ្នឹងសរសេរផ្លាកដាក់ផ្ទះជួលអញ្ចឹងទៅហើយពេលហ្នឹងក៏មិនមាននរណាជួលភ្លាមដែរតែអ្នកភូមិនិយាយថាគ្រាន់តែផ្ទះហ្នឹងធ្វើបន់ឲ្យភ្លាមគឺគេឮសូរសំឡេងឆ្កែលូសឹងតែរាល់យប់បាទគឺខុសពីសក់មួយដងពិសេសអ្នកខ្លះក៏ធ្លាប់ឃើញគ្រួសារលោកគ្រូពេទ្យហ្នឹងនៅលើផ្ទះហ្នឹងតដែរបាទគេឃើញអញ្ចឹងគឺប្រើប្រាស់ជីវិតដូចគ្រួសារទូទៅអញ្ចឹងហាក់ដូចជាពួកគាត់មិនទាន់ដឹងតែខ្លួនឯងស្លាប់អញ្ចឹងហើយរីឯលោកតាម្ចាស់ផ្ទះហ្នឹងក៏មិនដែលធ្វើពិធីបុណ្យសែនទានអីធំដុំដែរបានត្រឹមតែមកអុជធូបនំនែកអីតិចតួចហ្នឹងហើយក៏យកទៅសែននៅកន្លែងដើមបំពេញរាជព្រោះគេជឿថាគឺកន្លែងដើមបំពេញរាជហ្នឹងគឺគាត់យកឆ្អឹងធាតុកូនគាត់ហ្នឹងទៅកប់នៅកន្លែងហ្នឹងទើបឃើញមានទីទួលនៅកន្លែងដើមបំពេញរាជហ្នឹងអញ្ចឹងណាតែអាហ្នឹងគឺការនិយាយតគ្នាអត់មានណាគេដឹងច្បាស់ទេព្រោះលោកតាហ្នឹងនៅពេលដែលធ្វើបុណ្យទានអីហ្នឹងគឺគាត់អត់មានឲ្យណាគេមកក្បែរគាត់ទេអញ្ចឹងគេគិតថាហ្នឹងប្រហែលជាគ្រូសាគ្រូពេទ្យហ្នឹងមកដល់ពេលហ្នឹងគឺអត់តន់តែចាប់ជាតិទេទើបធ្វើឲ្យប្រឡឹងពួកគាត់ចេះតែនៅវល់តែគាត់មិនធ្វើបាបនរណាគេទេគ្រាន់តែគាត់អត់ដឹងតែខ្លួនឯងហ្នឹងបាត់បង់ជីវិតទៅហើយអញ្ចឹងណាបង្រឿនគាត់គ្រាន់តែដឹងរឿងហ្នឹងភ្លាមគឺគាត់សបត់ហ្មងបាទសបត់ហ្មងគឺលេងគេងនៅលើផ្ទះហ្នឹងទៀតហើយបាត់ឲ្យប្រមាណគឺគាត់អត់គេងដែរជួសទោះមានគ្នា2 3នាក់ក៏គាត់អត់ទៅគេងដែរបាទគាត់និយាយអញ្ចឹងណាអារម្មណ៍របស់គាត់ហ្នឹងគឺដូចជាអត់សូវសប្បាយអត់សូវស្រឡះអញ្ចឹងណាគាត់ធ្វើការងារអត់សូវលូតលាស់សោះមិនមែនមកពីប្រាក់ខែតិចពេកឬក៏យ៉ាងម៉េចទេគឺគាត់នៅក្នុងអារម្មណ៍គាត់គឺអត់ស្រឡះតែម្ដងហើយគាត់គិតទៅគិតមកពីអនាគតរបស់ខ្លួនឯងថាបើសិនជានៅតែអញ្ចឹងទៀតបដែតបដោយអញ្ចឹងទៀតណាប្រកាសជាអត់អាចទៅរួចទេបាទថ្ងៃមួយគឺគាត់ក៏សម្រេចចិត្តលាឈប់ពីកន្លែងហ្នឹងទៅបាទដើម្បីត្រាច់ចរដើររកអាជីពមួយសម្រាប់ខ្លួនឯងវិញអញ្ចឹងណាហើយម្យ៉ាងទៀតគាត់ក៏ធ្លាប់មានកូនចិត្តឲ្យស្រាប់ហើយដូចខ្ញុំប្រាប់ពីលើអញ្ចឹងគឺបង្រឿនហ្នឹងគឺគាត់មានជំនាញផ្នែកជួសជុលម៉ូតូរថយន្តអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់គុំចិត្តអាផ្នែកហ្នឹងមកយូរហើយគាត់ធ្វើការមករាប់សិបឆ្នាំដែរអញ្ចឹងគាត់អាចមានដើមទុនល្មមសំគួរដែរប៉ុន្តែក៏មិនទៅបើកភ្លាមអីដែរគាត់ក៏សម្រេចចិត្តហ្នឹងដើរសុំគេធ្វើការនៅនេះនៅនោះចឹងទៅឃើញតារាគេតំណងសុំគេធ្វើការជាមួយអញ្ចឹងណាចែកដុនល្អខ្លាំងមែនតើទីបំផុតមានក្រាស់ធំមួយនៅម្ដុំទីរួមខេត្តតែម្ដងណាទទួលយកគាត់ពិតជាសប្បាយអត់នឹងឱកាសនឹងខ្លាំងមែនតើព្រោះជាគេហៅថាអាមុខចំនួនដែលខ្លួនឯងតាំងចិត្តថានឹងធ្វើហើយបានធ្វើការនៅក្រាស់ធំមួយដែលគេមានគេឈ្មោះល្បាញល្បីហើយគេហៅថាមានអតិថិជនច្រើនទៀតអញ្ចឹងប្រកាសជាមានឱកាសច្រើនមែនតើដែលគាត់អាចរៀនសូត្របានអញ្ចឹងណាជាមួយនឹងការងារថ្មីហ្នឹងបាទអញ្ចឹងបានថាខ្សែជីវិតណាទាំងអស់គ្នាវាមិនមែនចេះតែឲ្យយើងហ្នឹងក្រងទុកដើរតាមអីដែលយើងចង់បានទេអញ្ចឹងនៅពេលដែលយើងផ្លាស់ប្ដូរកន្លែងធ្វើការមួយឬក៏យើងបើករកស៊ីឬក៏ពេលខ្លះយើងបើករកស៊ីឲ្យចង់បរិក្សាខាអញ្ចឹងណាក៏មានអ្នកសួរខ្ញុំដែរថាពេលណាដែលយើងដឹងថាខ្លួនឯងនៅនឹងត្រូវបរិក្សាខាពេលណាដែលយើងត្រូវដឹងថាខ្លួនឯងនឹងហត់ទៅអាជីពថ្មីមួយទៀតដូចអ្នកនរគេឃើញខ្ញុំអញ្ចឹងនាពេលបច្ចុប្បន្នខ្ញុំធ្វើ clinic អញ្ចឹងខ្ញុំបើកទៅដល់6 7សាខាហើយអញ្ចឹងទៅបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមហក់ចូលទៅក្នុងផលិតផលស្បែកនាពេលបច្ចុប្បន្នយើងធ្វើទីផ្សារ marketing ផ្ទុះខ្លាំងមែនតើនៅទាក់ទងមួយផលិតផលស្បែកអញ្ចឹងណាហើយឥឡូវនេះគឺមាន promotion យើងចាប់ផ្ដើមដាក់ផលិតផលរបស់យើងចូលទៅតាម mart modern mart ផ្សេងៗហើយតិចទៀតអ្នកនរគ្នានឹងឃើញផលិតផលស្បែកនៅតាមគេហៅថា skin care trend mart ដែលល្បីនៅទូទាំងប្រទេសតែម្ដងហ្នឹងហើយជំហានមួយទៀតរបស់ខ្ញុំហើយបន្ទាប់មកទៀតខ្ញុំក៏ហក់ចូលទៅក្នុងផ្នែក barber shop អញ្ចឹងទៅហាងកាត់សក់មនុស្សប្រុសអញ្ចឹងទៅក៏ជោគជ័យបើកបាន2សាខាអញ្ចឹងទៅមិនក៏ដឹងថាយើងត្រូវបើកអញ្ចឹងណាតាមពិតទៅគឺនៅពេលដែលដល់ពេលវេលាមួយគឺអ្នកនរគ្នានឹងទទួលបានអារម្មណ៍នឹងថាច្បាស់លាស់ហ្មងហើយវារុញឲ្យយើងសម្រេចចិត្តបានភ្លាមហ្មងអ្នកនរគ្នាត្រូវចាំថានៅពេលដែលយើងដៅគោលដៅអីមួយក្រងទុកអីមួយកម្រនឹងបានធ្វើវាអ្នកនរគ្នាចាំសង្កេតមើលទៅថាអូឆ្នាំនេះខ្ញុំនឹងធ្វើវាចេះឬក៏
អាទិត្យនេះឬក៏ខែនេះខ្ញុំនឹងធ្វើចេះច្រើនតែអត់បានប៉ុន្តែនៅពេលដែលយើងគិតភ្លាមធ្វើភ្លាមចេញភ្លាមអាបរិយាកាសអាមនុស្សជុំវិញខ្លួនយើងហុញបន្ថែមទៀតអញ្ចឹងណាគឺចេញផលហ្មងអាហ្នឹងគឺខ្ញុំសង្កេតឃើញខ្លួនឯងហ្នឹងមកជាប់រហូតមិនមែនតែម្ដងពីរដងទេណាគឺគ្រប់ពេលវេលាតែម្ដងអញ្ចឹងវាស៊ីសងទៅលើវាដល់ពេលវេលាដែរអ្នកនរគ្នាធ្លាប់ឮពាក្យថាចក្រវាឡឲ្យយើងហ៎គឺអារម្មណ៍ពេលវេលាហើយនឹងមិនដឹងជាមិនសុកវាផ្ដល់អារម្មណ៍ឲ្យយើងអញ្ចឹងណាអ្នកនរគ្នាហ្នឹងហើយអញ្ចឹងដូចរឿងបបបង្រឿនហ្នឹងអញ្ចឹងគឺសុកវាមានស្អីម្យ៉ាងដែលរុញឲ្យគាត់ហ្នឹងផ្លាស់ប្ដូរពីកន្លែងការងារនៅផ្នែកអង្គការផ្នែកហិរញ្ញវត្ថុហ្នឹងគឺហក់ចូលទៅក្នុងឱកាសមួយដែលគាត់ក្រងទុកតាំងពីឆ្នាំណានណៃមិនដឹងផងគាត់គ្រាន់តែជាមនុស្សដែលត្រៀមខ្លួនទុកជាមុនស្រាប់ទីបំផុតគាត់បានចូលទៅក្នុងក្រាស់មួយអញ្ចឹងទៅហ្នឹងហើយអ្នកនរគ្នាចឹងឲ្យអ្នកនរគ្នាហ៊ានសុទ្ធបានកន្លែងហ្នឹងដែរដៅកុំឲ្យបបង់ចោលក្តីសម័យខ្លួនឯងចឹងប៉ុន្តែព្យាយាមធ្វើនេះធ្វើនោះចឹងទៅកុំឲ្យតុកសិចកុំឲ្យខ្វល់ខ្លាំងពេកថាយើងបានអត់យើងធ្វើទៅរួចអត់ចឹងតែដល់ពេលគឺនឹងមានអ្នករុញយើងនឹងមានអារម្មណ៍មួយរុញឲ្យយើងទៅធ្វើវាយមិនចាំខ្វល់ច្រើនពេកទេត្រឡប់មកលើរឿងយើងវិញណាបាទបង្រឿនមិនចូលធ្វើនៅក្នុងការ៉ាសាំងដ៏ធំមួយហ្នឹងហើយគាត់ធ្វើបានជាប្រហែលជាខ្ទង់6ខែបាទជាងស្ទាត់ជំនាញអីចឹងទៅរហូតដល់ថ្ងៃមួយគាត់ក៏បានថៅកែការ៉ាស់ហ្នឹងប្រើឲ្យដឹកកង់ឡានថ្មីចំនួន2បាទឡានថ្មីហ្នឹងតែឲ្យអតិថិជនម្នាក់ដែលនឹងគឺជាកង់សាគូអញ្ចឹងកង់ឡានសាគូព្រោះព្រឹកឡើងភ្ញៀវម្នាក់ហ្នឹងគាត់ត្រូវធ្វើដំណើរទៅភ្នំពេញជាបន្ទាន់ហើយតាមពិតទៅនឹងមិនមែនជាការងាររបស់បង្រឿនទេព្រោះនៅការ៉ាស់ហ្នឹងមានអ្នកដឹកជញ្ជូន2អ្នកផ្សេងទៀតតែចេះដន់អីថ្ងៃហ្នឹងណា2អ្នកហ្នឹងសុំច្បាប់ទាំងពីរម្នាក់ប្រពន្ធកើតកូនម្នាក់ទៀតជាកាពះក្រោកលេងរួចហ្នឹងហើយអាហេតុការណ៍ហ្នឹងតែងតែកើតមាននៅក្នុងសង្គមការងាររបស់យើងបើមិនឈឺពោះមិនរាកប្រពន្ធកើតកូនទេគឺមានលេះស្តៀងគ្នាហ្នឹងបាទអញ្ចឹងទេមិនថាលេះបែបណាវាគឺជាលេះឬក៏កើតឡើងប៉ិតទេបង្រឿនត្រូវតែធ្វើព្រមមេពឹងហើយដូច្នេះគាត់ត្រូវតែជំនួបបណ្ដោះអាសន្នអញ្ចឹងរហូតដល់ប្រហែលម៉ោង8យប់ទៅហើយហ្នឹងបងប្រុសម្ចាស់ការ៉ាស់ហ្នឹងក៏បានយកសោឡានទៅឲ្យបង្រឿនហើយក៏ប្រាប់ពីទីតាំងផ្ទះរបស់ភ្ញៀវដែលបង្រឿនត្រូវដឹកយកកង់ឡានទៅឲ្យហើយបាទតកែឡានក៏យល់ចិត្តពីទឹកចិត្តបង្រឿនដែរគាត់ក៏ឲ្យលុយធីបចំនួន$20ផងដែរដើម្បីលើកទឹកចិត្តអញ្ចឹងណាក្រោយផ្ដាំបង្រឿនរួចរាល់អស់ហើយហ្នឹងណាបង្រឿនក៏ឡើងឡាន Toyota បើកចេញទៅនៅក្នុងចិត្តមិនសូវជាសប្បាយចិត្តប្រហែលទេទាំងយប់ផងអីចឹងណាបាទហើយផ្ទះភ្ញៀវហ្នឹងដែលត្រូវយកកង់ឡានទៅឲ្យហ្នឹងក៏ឆ្ងាយគួរសមដែរប្រហែល50គីឡូដីឯណោះអញ្ចឹងតម្រាំតែបង្រឿនបើកឡានទៅដល់ផ្ទះវិញហ្នឹងគឺប្រកាសជាយប់ជ្រៅហើយបាទធ្វើម៉េចបើមេប៉ឹងអីអារឿងលុយ$20ហ្នឹងក៏វាជួយស្រោចស្រង់បានឯប្រហែលដែរប៉ុន្តែអានេះគឺជាទឹកចិត្តអញ្ចឹងណាជីឡានបដើដោយអបសុកពេកហ្នឹងបង្រឿនក៏បើក YouTube ស្ដាប់នេះស្ដាប់នោះហើយស្ដាប់កម្មវិធីខ្មោចបណ្ដើអញ្ចឹងទៅហើយការប៉ັດទៅគាត់និយាយថាស្ដាប់បណ្ដើបើកឡានបណ្ដើក៏ព្រឺឆ្អឹងខ្នងតិចដែរព្រោះអីនៅតាមផ្លូវស្ងាត់ចងំមែនតែនតែម្ដងហើយពេលខ្លះអ្នកបរិយាយហ្នឹងនិយាយឲ្យដូចរឿងប៉ັດហេតុការប៉ັດទៅទៀតបាទចង់ឌឺដងមែនប៉ុន្តែក្រោយមកបង្រឿនក៏បដូរទៅចាក់ចម្រៀងវិញបាទលោកតាសិនស៊ីសមុទ្រពេលសវត្តអីអញ្ចឹងទៅដើម្បីបន្លប់កុំឲ្យខ្លួនឯងខ្លាចបន្ថែមទៀតព្រោះស្ដាប់កាន់តែយូរទៅគាត់មានអារម្មណ៍ថាកាន់តែព្រឺទៅអញ្ចឹងណាកាន់តែយូរទៅកាន់តែស្ងាត់ទៅអត់មកផ្លូវគឺគាត់ជិះឡានតែម្នាក់ឯងតែម្ដងបង្រឿនគាត់និយាយអញ្ចឹងណាហើយគាត់ស៊ីវចឹងក្នុងចម្លែកខ្លាំងមែនតើបងទោះបីជាគាត់បើកឡានក៏ដោយជិះបានបន្តិចក្រោយមកបងរឿនបើមើលទៅមុខស្រាប់តែគាត់ឃើញបាទមកផ្លូវតែឯងអញ្ចឹងគាត់មានឃើញបរិសម្នាក់កំពុងតែដើរអ្នកនរគ្នាដើរតាមផ្លូវហ្នឹងណាហើយម៉ោង9យប់ទៅហើយនរណាគេមកដើរតាមផ្លូវអញ្ចឹងហើយឃើញបរិសម្នាក់ហ្នឹងស្ទង់ហើយមើលទៅដូចជាអត់មានពាក់ស្បែកជើងទៅទៀតឃើញគាត់ភ្លាមបង្រឿនក៏បើកអែបគេអញ្ចឹងហើយក៏សួរនាំចេះកញ្ចក់សួរនាំអញ្ចឹងទៅក្រែងលោអាចជួយគេបានអីខ្លះដូចអ្នកនរគ្នាដឹងស្រាប់ទេថាបង្រឿននេះគឺគាត់អត់ដៃខ្វាយខ្វល់រឿងថាខ្មោចលងអីទេតែគាត់ជាមនុស្សល្អមនុស្សអត្តចរិតល្អតាំងពីដើមអញ្ចឹងទេគឺបាទគាត់ចិត្តកញ្ចក់ឡានចុះពឹបស្រ័យសួរគេតែម្ដងថាបងឯងទៅណាទាំងយប់អញ្ចឹងបាទគាត់សួរបងប្រុសដែលគាត់ដើរដោះស្បែកជើងហ្នឹងណាមកឡើងឡានសិនទៅចាំខ្ញុំជូនទៅអីបងឯងតែបងឯងនៅខាងមុខមែនលឺសូបង្រឿនសួរដូច្នេះហ่าបរិសម្នាក់ហ្នឹងក៏ឈប់ហើយងាកមុខមកមើលបង្រឿនបាទងាកម្ដងបន្តិចអញ្ចឹងណាបាទពេលហ្នឹងអ្នកទាំងអស់គ្នាបង្រឿនផ្ចាយព្រួតព្រោះអីគេបែរមកមុខឡើងខ្មៅប្រឡុកប្រឡាក់សត្វតដីបាទហើយខោអាវគាត់ទៅប្រឡាក់ដីសមេឃសមល់ដូចមនុស្សទៅតែដើរធ្លាក់ធ្លុកអញ្ចឹងណាអ្នកទាំងអស់គ្នាហើយប្រហែលជាគាត់ដាច់ស្បែកជើងដាច់អីហើយមើលទៅបានជាអត់ពាក់ស្បែកជើងបង្រឿនគាត់គិតអញ្ចឹងណាព្រោះអីមើលទៅគាត់ស្លៀកពាក់ខោអាវដៃវែងជើងវែងពណ៌ប្រផេះលីខ្មៅតិចមែនប៉ុន្តែប្រឡុកប្រឡាក់ដីមើលអត់យល់ទេហើយម្យ៉ាងទៀតវាក៏យប់ផងអញ្ចឹងគាត់ក៏មើលអត់ច្បាស់ដែរបង្រឿនអត់ឮគាត់ឆ្លើយតប
ចឹងគាត់ក៏សួរបន្តហ្មងទៅថាបងឯងទៅណាយប់ស្មានហ្នឹងហើយតោះឡើងឡានមកបានជាគ្នាមួយខ្ញុំជូនបងឯងទៅខាងមុខទៀតព្រោះអីខ្ញុំជិះម្នាក់ឯងក៏រៀងខ្លាចដែរបងរឿនសួរ2ទៅ3ដងក៏អត់ឆ្លើយសោះប៉ុន្តែគាត់គ្រាន់តែឆ្លើយតបរបៀបថាជាកាយវិការវិញហើយគេអត់បានធ្វើឲ្យបងរឿននឹងមានអារម្មណ៍ថាខ្លាចរអាដូចជួបខ្មោចជួបព្រាយបិសាចអីទេគឺដូចជួបមនុស្សធម្មតាទូទៅចឹងគ្រាន់តែគាត់ប្រហែលជាគាត់ដួលធ្លាក់កលុកអីចឹងណាបុរសម្នាក់ហ្នឹងបានលើកដៃចអល់ទៅខាងមុខអ្នកទាំងអស់គ្នាបាទអញ្ចឹងបងរឿនកាត់ន័យយល់ថាអូប្រហែលជាផ្ទះគាត់នៅតិចទៀតនៅខាងមុខតិចទៀតអញ្ចឹងណាអញ្ចឹងបងរឿនក៏ឈោងដៃចុចទៅលើទ្វារឡានហ្នឹងដើម្បីឲ្យបុរសម្នាក់ហ្នឹងឡើងមកចែកទៅវិញបាទហើយយើងក៏យល់ពីហេតុផលបងរឿនដែរព្រោះគាត់បើកឡានតែឯងមកផ្លូវស្ងាត់អញ្ចឹងគាត់ហើយម្យ៉ាងទៀតគាត់ជាមនុស្សដែលយកអាសាគេផងអញ្ចឹងពេលដែលបុរសម្នាក់ហ្នឹងឡើងឡានបងរឿនក៏ឃើញជើងគាត់បាត់ស្លេកស្លាំងហើយមានតបៅតិចទៀតផងតែបងរឿនគឺគាត់អត់ហ៊ានសួរនាំគេអីច្រើនទេព្រោះមើលទៅដូចជាគាត់នឹងមនុស្សអត់ចូលចិត្តនិយាយស្ដីច្រើនអញ្ចឹងណាមកដល់ក្នុងឡានហ្នឹងបងរឿនតាមពិតព្យាយាមសួរដែរសួរនាំពីនេះពីនោះបងឯងទៅណាមកណាហើយហេតុអីបានដើរតែឯងអញ្ចឹងណាគឺគេនៅស្ងៀមអត់ឆ្លើយតបអីទាំងអស់បាទអូអារម្មណ៍ហ្នឹងបើសិនជាយើងវិញអ្នកទាំងអស់គ្នាខ្ញុំទ្រាំអត់បានទេគឺខ្ញុំអត់អាចជិះក្នុងឡានហ្នឹងជាមួយគេបានទេខ្ញុំកោតតែបង្រឿនទៅរួចណាប្រហែលជាមើលទៅវាដូចមនុស្សពេកវាមិនមែនជាបល្លឹងវិញ្ញាណអញ្ចឹងណាតែមកពីយើងនិយាយរឿងខ្មោចទើបយើងមានអារម្មណ៍ថាបើយើងវិញគឺអត់អាចទៅរួចទេប៉ុន្តែសម្រាប់បង្រឿនដែលគាត់ជួបផ្ទាល់ប្រកបណាគឺគាត់សួរនាំបែបធម្មតាអញ្ចឹងទៅគ្រាន់តែគាត់ឃើញទឹកមុខគេធ្វើបែបស្មើហើយភ្នែកគេសម្លឹងទៅមុខរហូតសឹងតែអត់ប្រព្រឹត្តភ្នែកហ្មងគឺអត់ភ្លេចភ្នែកសោះតែម្ដងហើយពេលហ្នឹងគឺបង្រឿនក៏មានអារម្មណ៍ថាចម្លែកនៅក្នុងចិត្តបន្តិចដែរតែក្នុងចិត្តគាត់គាត់គិតថាគេប្រហែលជាមិនមែនខ្មោចឬក៏ចោរអីទេព្រោះមើលទៅដូចមនុស្សធម្មតាហ្មងអ្នកទាំងអស់គ្នាមនុស្សហ្មងអញ្ចឹងទេបង្រឿនក៏អត់ចិត្តបាទបើកឡានទៅធម្មតាអញ្ចឹងទៅគ្រាន់ភ្នែកគាត់ចេះតែសម្លឹងមើលឆ្វេងស្ដាំម្ដងម្កាលដែរគ្រាន់តែគាត់មិនមាត់អញ្ចឹងហើយគាត់បានទៅនិយាយប្រាប់គេថាបងឯងចង់ឈប់ត្រង់ណាគ្រាន់តែលើកដៃបង្ហាញខ្ញុំទៅបានហើយឬក៏ងក់ក្បាលក៏បានដែរខ្ញុំដឹងថាបងឯងចង់ឈប់ណាអញ្ចឹងក្រែងលោកបងឯងអត់សូវជួយចិត្តនិយាយស្ដីអញ្ចឹងគាត់បាននិយាយទៅកាន់បរិសម្នាក់ហ្នឹងជិះបានមកទទួលក្រោយមកស្រាប់តែមេឃភ្លៀងហ្មងអ្នកនរគ្នាផ្គរក្ដុងខ្យល់បក់វូតពេញហ្នឹងតែម្ដងបងរឿងប្រាប់ថាទេមេឃហ្នឹងអត់សមភ្លៀងសោះសុកស្រាប់ខ្យល់មកខ្លាំងមែនទែនរហភ្លៀងរផ្គរផ្ទះផងវាចម្លែកខ្លាំងមែនទែនណាហើយបរិយាកាសនៅក្នុងឡានបង្រឿនពេលហ្នឹងតែជាឲ្យស្រាប់ខុសពីធម្មតាហ្មងអ្នកទាំងអស់គ្នាគាត់របៀបថាស្រាវឆ្អឹងក្នុងខ្លាំងមែនទែនគាត់ក៏ព្យាយាមបើកសំឡេងអាវិទ្យុហ្នឹងដើម្បីឲ្យមានសំឡេងភ្លេងដើម្បីបន្លប់ការភ័យខ្លាចចឹងណាបន្តដំណើរប្រហែលបានជាតែ30នាទីសុកមេឃក៏រាំងភ្លៀងវិញបាទតែអត់តន់ដាច់កំណត់តែភ្លៀងឡើយនៅតក់មួយចឹងណាអាសំឡេងផ្លិតបក់ឡានហ្នឹងវាលឺសូងឺតទៅទៀតបាទដោយសារឡានតកែហ្នឹងគឺអត់តន់បដូរផ្លិតទឹកអ្នកទាំងអស់គ្នាបាទហើយមកផ្លូវអូយបើកស្ងាត់មានឡានតឯងហើយអាងឹតឆឹងបាទអត់មានអ្នកភូមិអ្នកស្រុកណានៅតាមផ្លូវសោះសម្រាប់បរិសម្នាក់ដែលជិះឡានជាមួយបង្រឿនវិញណាសុកបាទស្រាប់តែគាត់ហ្នឹងលើកដៃចអល់ទៅខាងមុខអ្នកទាំងអស់គ្នាបាទបង្រឿនក៏កាត់ន័យយល់ថាអូប្រហែលជាដល់កន្លែងនេះគាត់ត្រូវឈប់អញ្ចឹងណាពេលហ្នឹងគឺបង្រឿនក៏វាយសញ្ញោឡានទៅដើម្បីចូលឯកគៀនផ្លូវដើម្បីឲ្យបរិសុទ្ធនឹងឈប់ណាស្រាប់តែឈប់ងក់ពឹមបាទអ្នកនរគ្នាគឺឈប់នៅមុខដើមក្រសាំងមួយតែម្ដងពេលហ្នឹងគឺបរិសុទ្ធម្នាក់ហ្នឹងក៏បានដើរចុះពីឡានហើយអត់បាននិយាយអីទាំងអស់ដើរទៅព្រឹងតែម្ដងអរគុណមួយម៉ាត់ក៏អត់អរគុណដែរដើរកាត់មុខបង្រឿនទៅសំដៅទៅដើមក្រសាំងមួយហ្នឹងហើយដល់ដើមកសាំងហ្នឹងគាត់ក៏បាយខ្នងមកមើលមុខបង្រឿនហ្មងមើលឡើងត្រង់ផ្លឹងអត់មានមនោសញ្ចេតនាអីទាំងអស់មុខត្រង់ឡើងស្លេកហើយមានតបៅមានអីចឹងទៅហើយជើងក៏អត់ពាក់អត់មានស្បែកជើងដែរខ្លួនគាត់ឈរត្រង់ឡើងដូចអ្នកគ្រប់តង់ជាតិចឹងណាបាទបង្រឿនមានអារម្មណ៍ថាទេដូចចម្លែកខ្លាំងមែនតើបន្ទាប់មកគាត់ក៏សួរបន្តទៀតថាបងឯងចាំគ្រូសាមកយកមែននៅម្ដុំនេះដូចជាអត់មានផ្ទះផងហ្នឹងហើយស្ងាត់ទៀតមិនខ្ញុំជូនបងឯងទៅដល់ផ្ទះក៏បានដែរកុំខ្លាចចិត្តខ្ញុំអីបងបាទគាត់និយាយអញ្ចឹងណាគាត់គិតថាបរិមម្នាក់ហ្នឹងប្រហែលជាខ្លាចចិត្តបង្រឿនអញ្ចឹងឲ្យដាក់ត្រឹមហ្នឹងបានហើយចាំគាត់ដើរទៅបន្តអញ្ចឹងណានិយាយឡើងបង្រឿនដូចនិយាយម្នាក់ឯងអញ្ចឹងព្រោះគាត់ម្នាក់ហ្នឹងគឺអត់ឆ្លើយតបសមហ្មងគិតតែមើលមុខគាត់ឡើងស្រឹងអញ្ចឹងទៅបង្រឿនក៏មានអារម្មណ៍ថាព្រឺឆ្អឹងខ្នងបន្តិចដែរមិនដឹងជាធ្វើយ៉ាងម៉េចទេបាទតតម្រេះបង្រឿនក៏បិទកញ្ចក់វិញហើយធ្វើដំណើរបន្តទៀតទៅតែនៅពេលដែលចេញបានប្រហែលជាខ្ទង់20ម៉ែត្រទេបង្រឿនក៏កលេចមើលទៅតាមកញ្ចក់ឡានបាទអ្នកទាំងអស់គ្នាគាត់
ញាក់អស់ព្រលឹងព្រលះតែម្ដងបាទគឺរបៀបថាលើកហ្នឹងគឺបង្រឿនជួបរបស់ពិតទៅដោយសារតែគាត់មើលឃើញថាបុរសម្នាក់ហ្នឹងណាហើយមកឈរកណ្ដាលផ្លូវរបៀបថាជ្រោកក្បាលបាទចេញពីកហ្មងបាទជ្រោកពាកទៅលើកណ្ដាលផ្លូវតែម្ដងណាមនុស្សប្រុសដែលគាត់ដឹកមិញហ្នឹងណាប៉ុន្តែគាត់មើលតាមកញ្ចក់ឡានអ្នកទាំងអស់គ្នាហើយគាត់ឃើញតាមកញ្ចក់ឡានខាងក្រោយហ្នឹងណាមនុស្សប្រុសហ្នឹងឈរនៅកន្លែងមុខដើមកសាំងហ្នឹងណាបាទហើយសុកក្បាលធ្លាក់ចុះគាត់ដឹងតែម្ដង បងរឿនប្រាប់ថាអូព្រឺសម្បុរអស់ហើយគាត់ស្រែកនៅក្នុងឡានឡើងអស់មួយទំហឹងតែម្ដងណាអាហ្នឹងបើសិនតើជាយើងនៅក្នុងឡានជាមួយគាត់វិញប្រកាសជាហឹងដេកខ្លឹកកជីអីគាត់ថាគាត់ព្យាយាមចុចអាហ្គាឡានហ្នឹងទៅឲ្យលឿនខាងបំផុតតែម្ដងហើយសូធរទៀតហើយលើនឹងសូធរទៀតហើយបាទនៅធ្វើអីទៀតគឺគាត់បញ្ញាប់ជន់ហ្គាយកតែម្ដងរត់សំដៅទៅមុខត្រង់ភ្លឹងអត់មានគិតងាកក្រោយអីបន្តិចទេយក ប្រាស់អាយុតែម្ដងបាទហើយខ្មោចលងអញ្ចឹងទៅគាត់ដឹងថាហ្នឹងហើយគឺខ្មោចលងប៉ាត់ប្រកាសពីមុនគាត់ធ្លាប់តែស្ដាប់ podcast គាត់ធ្លាប់តែមើលរឿងមើលអីចឹងគាត់គិតថាវាអត់ច្បាស់លាស់ដល់កម្រិតហ្នឹងណាហ្នឹងហើយបន្ទាប់មកទៅដល់ខាងមុខហ្នឹងគាត់ក៏ចាប់ផ្ដើមថាបេះដូងគាត់ទៅមុខលេងរួចទេបើសិនជាគាត់បើកឡានទៀតគាត់អាចនឹងបើកទៅបុកដើមឈើណាមួយពួកដៃគាត់ឡើងញ័រត្រង់ឆ្កឹងរបៀបដូចគេបជាគាត់ឬក៏គាត់នឹងសន្ធប់អារម្មណ៍ខ្លាំងពេកគាត់ក៏ឈប់ឡានបើកទ្វារហត់ចេញពីឡានតែម្ដងយប់ហ្នឹងគឺគាត់ជាយប់ទី1ជាបបពិសោធន៍នៅក្នុងជីវិតគាត់លើកទី1អ្នកទាំងអស់គ្នាដែលបងរឿនឈប់ឡានកណ្ដាលផ្លូវទាំងយប់មិនដឹងជាឈប់នៅណាទេរត់ចេញពីឡានព្រោះគិតថាបើនៅតែបើបន្តទៀតបងរឿននឹងគ្រោះថ្នាក់ដល់ជីវិតហ្មងនៅយប់ហ្នឹងអញ្ចឹងណាហើយគាត់សូត្រធម៌បដាគុណព្រះបុណ្យព្រះបុណ្យតាយាយបុណ្យគុណម៉ែឪគឺគាត់សូត្រទាំងអស់តែម្ដងអីដែលគាត់ចេះចំណែកផ្លូវហ្នឹងក៏ងងឹតសូនសុបទៅទៀតគ្មានឡានគ្មានម៉ូតូឆ្លងកាត់សូម្បីតែមួយគ្រឿងរត់បានមកសន្ទុះសំណាងល្អមែនតើបងរឿនក៏ឃើញផ្ទះអ្នកភូមិមួយខ្នងនៅខាងមុខមើលទៅជាផ្ទះខ្ទមមួយដែលមើលទៅដូចជាលក់សាំងលក់ចាប់ព្រួយអីអញ្ចឹងតិចតួចអញ្ចឹងណាមានសាំង10នៅពីមុខផ្ទះហើយនៅជាប់ផ្លូវល្មមតែម្ដងបងរឿនគឺបញ្ញាប់រត់ចូលទៅក្នុងផ្ទះនឹងតែម្ដងរត់ឲ្យបានកាន់តែលឿនកាន់តែល្អរត់ទៅគាត់សំដៅទៅលើអ៊ំប្រុសម្នាក់ដែលកំពុងតែអង្គុយលក់ដូរនៅទីនោះហើយកំពុងតែរៀបចំអីវ៉ាន់អីផ្សេងអញ្ចឹងនៅលើខែហ្នឹងអញ្ចឹងណាព្រោះអីគាត់រៀបបិទតូបដែរបងរឿនស្រែកថាអ៊ំអើយជួយខ្ញុំផងខ្មោចលងខ្ញុំអញ្ចឹងគាត់ព្យាយាមប្រាប់អ៊ំហ្នឹងហើយទាំងដៃគាត់អូញ័រអស់ហើយដូចមនុស្សដូចកូនសត្វអញ្ចឹងអ្នកទាំងអស់គ្នាឡើងញ័រប្រប្រាប់ហ្មងហើយបងរឿនក៏និយាយខំប្រឹងនិយាយបណ្ដើដៃចអល់បណ្ដើទៅកន្លែងដែលគាត់ឃើញខ្មោចហ្នឹងនៅអាក្រោមដើមកសាំងហ្នឹងតហេបតហប់ឃើញបងរឿនភ្លាមអ៊ំប្រុសហ្នឹងនិយាយតបវិញតែភ្ញាក់ផ្អើលថាណាខ្មោចនៅណាក្មួយខ្មោចនៅណាហើយគាត់ក៏ចេញមកខាងមុខផ្ទះបន្តិចហើយព្យាយាមអោតមើលទៅតាមទិសដែលដៃបងរឿនហ្នឹងចង្អុលចំណែកបងរឿនវិញក៏ពូននៅពីខាងក្រោយក្នុងអ៊ំប្រុសហ្នឹងជាប់ចង្អុលហិចភ័យឡើងញាប់បប្រប់គាត់អោតទៅឃើញឡានរបស់គាត់ហ្នឹងឈប់ចោលតែទៀតនៅមិនឆ្ងាយពីផ្ទះរបស់អ៊ំប្រុសនឹងប្រហែលទេបន្ទាប់មកអ៊ំប្រុសម្នាក់នឹងក៏គាត់អូសដៃបង្រឿនចូលទៅក្នុងផ្ទះវិញទៅហើយក៏បានយកកៅអីមួយយកទឹកសុទ្ធមកដបឲ្យបង្រឿនផឹកចឹងដើម្បីបំបត្តិក្តីព្រួយបារម្ភភ័យខ្លាចរបស់គាត់ចឹងទៅបង្រឿនក៏ព្យាយាមទប់បេះដូងខ្លួនឯងផឹកទឹកបណ្ដើបាទក្តាប់អាបេះដូងនឹងបណ្ដើចឹងទៅបាទអង្គុយស្រួបបួសបើកទឹកសុទ្ធផឹកសម្រួលអារម្មណ៍បានបន្តិចបាទបងរឿនក៏ឃើញអ៊ំស្រីម្នាក់ទៀតដើរចេញពីផ្ទះបាយមកហើយក៏សួរអ៊ំប្រុសទាំងភ័យថាមានរឿងអីឪវាហើយអាអូនហ្នឹងមកពីខាងណាខាងណីអ៊ំប្រុសម្នាក់ហ្នឹងក៏បានឆ្លើយតបថាបងរឿនហ្នឹងគឺត្រូវខ្មោចលងឬបែបហ្នឹងអ៊ំស្រីក៏ដើរយឺតសន្សឹមទៅកាន់ស្មាបងរឿនរបៀបថាគោបំណងលួងលោមអញ្ចឹងគាត់ទះស្មាតិចអញ្ចឹងកុំឲ្យភ័យខ្លាចហើយភ្លាមហ្នឹងពួកគាត់ទាំងពីរក៏បានសួរបងរឿនថាបងរឿនត្រូវខ្មោចលងយ៉ាងម៉េចដែរហើយបងរឿនបាទរៀងបាត់ភ័យហើយគាត់ក៏និយាយរៀបរាប់ទាំងអស់តាំងពីរឿងដែលគាត់បានហៅខ្មោចប្រុសម្នាក់នឹងឡើងជិះឡានជាមួយរហូតដល់កន្លែងចំណុចដើមកសាំងហ្នឹងអញ្ចឹងណាក្រោយពីឮបងរឿននិយាយចប់អ៊ំប្រុសម្នាក់នឹងក៏និយាយថាយីអាអូនឯងបើកឡានយកប្រឡំអញ្ចឹងណាគេឲ្យហៅគេឡើងជិះជាមួយអញ្ចឹងក្មួយឯងអត់ខ្លាចចោលប្លន់ឬក៏ខ្លាចខ្មោចលងអីទេបងរឿនក៏តបវិញថាណាទៅដឹងអ៊ំបើឃើញគាត់ដូចមនុស្សធម្មតាហើយរបៀបថាពាក់កៅអៅចាស់អត់មានពាក់ស្បែកជើងផងហ្នឹងចោលណាអត់ពាក់ស្បែកជើងអញ្ចឹងរបៀបថាសម្លៀកបំពាក់ហ្នឹងអត់ឲ្យគាត់គិតថាចេញជាចោលចោលទេហើយម្យ៉ាងទៀតគាត់បើកឡានតែឯងតែស្ដាប់រឿងខ្មោចហើយពងតាខ្លាចផងអញ្ចឹងក៏ហៅគេមកជិះជាមួយដើម្បីបានជាគ្នាហើយម្យ៉ាងទៀតហ្នឹងគឺគាត់អាណិតអាសូរគេអញ្ចឹងណាដោយសារតែស្មានតែគេហ្នឹងធ្វើដំណើរផ្លូវឆ្ងាយផងហើយអ៊ំស្រីហ្នឹងក៏បន្តថា
ក្មួយអើយទៅណាមកណាម្នាក់ឯងពេលយប់ថ្មហ្នឹងណាណែតាមជំនឿតាំងពីដើមមកបើកឡានពេលយប់បើអាចគេឲ្យមានចាប់ពី2ទៅ3នាក់ឡើងមិនមែនឲ្យចេះតែហៅគេផ្ដេសផ្ដាស់ឡើងឡានទេណាណាមួយដើម្បីសុវត្ថិភាពយើងជាចម្បងផងហើយបន្ទាប់មកអ៊ំស្រីម្នាក់ហ្នឹងក៏មកក្បែរបង្រឿនហើយខ្សឹបដាក់កាជីគាត់ថាអ៊ំសង្ស័យថាខ្មោចហ្នឹងណាអាខ្មោចប្រុសដែលក្មួយឯងបានជួបហ្នឹងណាគឺជាខ្មោចដែលទើបតែស្លាប់កាលពីម្សិលមិញឯងមើលទៅបាទបងរួនភ្ញាក់ឲ្យព្រួតបាទរំជ្រងបេះដូងគាត់ចាប់ផ្ដើមលោតទៀតបឹកហើយគាត់ក៏សួរបញ្ជាក់ថាប៉ិតមែនអត់អ៊ំម្សិលមិញនៅផ្លូវនោះមានគ្រោះថ្នាក់ចរាចរណ៍មនុស្សស្លាប់មែនបាទពេលហ្នឹងអ៊ំប្រុសគាត់និយាយម្ដងថាហ្នឹងហើយម្សិលមិញម៉ោង8ម៉ោង9យប់អីហ្នឹងឯងម៉ូតូអ្នកបើកម៉ូតូម្នាក់ហ្នឹងស្លាប់ព្រោះអីគ្នាស្វឹងបាទជិះវេលិចវេកើនក៏រេដៃម៉ូតូហ្នឹងទៅបុកដើមកសាំងគៀនផ្លូវហ្នឹងតែកាច់បាក់កស្លាប់តែឯងចឹងទៅគឺសឹងតែខ្ទេចមុខអស់មកចំហៀងហ្មងណាហើយថ្ងៃនេះអត់តន់ឃើញសាច់ញាតិណាមកធ្វើពិធីហៅប្រឡឹងគ្នាអ្នកស្លាប់ហ្នឹងទៅវិញទេប្រហែលជាប្រឡឹងគ្នានៅដើរវល់នៅម្ដុំនឹងឯងមើលទៅព្រោះអីអត់តន់ដឹងថាខ្លួនឯងស្លាប់អញ្ចឹងណាអ្នកនរគ្នាបាទហើយអ៊ំប្រងក៏បន្តទៀតថាក្មួយឯងដឹងអត់ថាយប់មិញហ្នឹងណាអ៊ំទាំងពីរអ្នកសឹងតែដេកអត់បានទេពេញមកយប់ឆ្កែនៅម្ដុំនេះវាព្រុសវាលូពេញហ្នឹងធម្មតាអត់មានឆ្កែណាព្រុសលូអញ្ចឹងទេហើយអ៊ំលឺសូរសំឡេងស្នូជើងមនុស្សដើរទៅមកអើតលើមទៀតផងប៉ុន្តែនៅពេលដែលអ៊ំមើលតាមបង្អួចគឺអត់មានឃើញមនុស្សណាទេតាមអ៊ំគាត់ថាប្រហែលជាអ្នកស្លាប់ហ្នឹងគ្នាមិនទាន់ដឹងតែខ្លួនស្លាប់ផងបានចេះតែដើរវល់ចឹងណារងចាំអ្នកផ្ទះមកយកទៅវិញហើយលើផ្លូវនេះមិនដឹងជាយ៉ាងម៉េចទេអ៊ំឧស្សាហ៍ឃើញមនុស្សគ្រោះថ្នាក់ស្លាប់បន្តគ្នាណាប្រហែលជាគេជាជើងកបផងក៏មិនដឹងសំណាងហើយដែលឈប់ឡានហើយរត់ចេញមកពីឡាន Vivo ហ្នឹងអាចនឹងមានគ្រោះថ្នាក់ផងហើយកាលពីខែមុនក៏មានបុកស្លាប់គ្មានស្ទៀវដើរលេងយប់ម្នាក់ដែរគឺថាម្ដុំដើមកសាំងហ្នឹងគួរឲ្យខ្លាចខ្លាំងមែនតើអ្នកភូមិណាក៏មិនដែលហ៊ានជីកាត់ហ្នឹងពេលយប់ប្រឡប់ដែរនេះសំណាងឲ្យតែគេលងតាមតែក្មួយឯងដែលក្មួយឯងជួយគេជូនទៅផ្ទះអញ្ចឹងណាតែបើគេលេងក្មួយឯងគេហៅថាយកជីវិតវិញណាក្មួយឯងមិនវីវទៅហើយទេណែលើក្រោយជារំលងខ្លះទៅកុំសូវចិត្តល្អខ្លាំងពេកពេលយប់ប្រឡប់អញ្ចឹងជីម្នាក់ឯងគឺកុំដាច់ខាតតែម្ដងបងរឿនស្ដាប់ហើយចំហមាត់ហើយគាត់តបវិញថាបាទអមខ្ញុំរៀងចាយលើកនេះគឺស្បត់តែម្ដងខ្ញុំអត់ដែរជួបអញ្ចឹងពីមុនមកខ្ញុំអត់ដែរជឿរឿងខ្មោចហើយម្យ៉ាងអាងតែខ្លួនឯងចេះសូត្រធម៌មុនបល័យផងខ្ញុំអត់ដែរដឹងថាវាស្រស់បែបហ្នឹងទេគឺខ្ញុំមើលគាត់អត់ស្គាល់តែម្ដងថានឹងជាខ្មោចឬក៏មនុស្សអញ្ចឹងណាហ្នឹងហើយអ៊ំស្រីក៏បន្តថាឥឡូវគិតមិននៅសម្រាប់ផ្ទះអ៊ំមកយប់សិនទៅព្រោះអីយប់ហើយឬក៏ចង់ទេឲ្យបងប្អូនឲ្យមកយកទាំងយប់ហ្នឹងវាយប់ជ្រៅហើយអញ្ចឹងនំតែលំបាកគេទេបងរឿនគិតបន្តិចទៅក៏ប្រាប់ថាបាទខ្ញុំសុំស្នាក់នៅផ្ទះហ្នឹងមកយប់សិនហើយចាំស្អែកព្រឹកចាំខ្ញុំបន្តទៅមុខទៀតព្រោះម្យ៉ាងឡានក៏ចតនៅក្បែរហ្នឹងដែរខ្ញុំអត់ហ៊ានទៅយកវិញទេទុកវានៅនឹងសិនទៅបាទបងរឿន5អញ្ចឹងហើយបងរឿនហ្នឹងក៏បានទាញបាទសំណាងហើយអាទូរស័ព្ទហ្នឹងអត់ធ្លាក់ចេញពីកប៉ៅបងរឿនក៏បានទេទៅប្រាប់ថៅកែនិងម៉ែនៅផ្ទះផងថាកុំឲ្យបារម្ភអញ្ចឹងហើយថៅកែហ្នឹងគាត់ក៏មិនបានថាអ្វីដែរហើយម៉ែបងរឿនគាត់គ្រាន់តែបារម្ភពីសុវត្ថិភាពរបស់បងរឿនទេព្រោះពេលហ្នឹងក៏គាត់ជាប់និយាយជាមួយនឹងអ៊ំទាំងពីរអ្នកហ្នឹងរហូតដល់ម៉ោង 7:11 យប់ឯណោះចំណែកឯឡានគាត់ហ្នឹងគឺទុកចោលនៅទីហ្នឹងទៅព្រោះគ្មានរបស់មានតម្លៃអីនៅទីនោះដែរហើយម្យ៉ាងឡានដែលគាត់ឈប់ហ្នឹងក៏ឈប់នៅគៀនផ្លូវហើយស្រាប់អញ្ចឹងផ្លូវហ្នឹងវាស្ងាត់ស្រាប់អញ្ចឹងអត់មានសូវមានអ្នកឆ្លងកាត់ទៀតអញ្ចឹងវាអត់មានផលប៉ះពាល់អីទេនិយាយគ្នាចប់ហ្នឹងទាំងអ៊ំប្រុសទាំងអ៊ំស្រីពីរនាក់ហ្នឹងក៏បានយកភួយនិងខ្នើយឲ្យបង្រឿនដេកនៅលើក្រែអញ្ចឹងនៅខាងក្នុងផ្ទះអញ្ចឹងទៅហើយពួកគាត់ធម្មតាគាត់ចូលទៅគេងនៅក្នុងផ្ទះខាងក្នុងអញ្ចឹងទៅហើយដោយសារតែគាត់អត់មានកូនចៅរស់នៅជាមួយទេគាត់រស់នៅតាពីរនាក់ប្តីប្រពន្ធគាត់លក់ដូរអីតិចតួចដើម្បីចិញ្ចឹមជីវិតតាយាយពីរនាក់ហ្នឹងតែប៉ុណ្្នឹងឯងគាត់ថាគាត់មានកូនប្រុសពីរនាក់ដែរតែគេរៀបការចេញគ្រួសារអស់ហើយទៅនៅខាងប្រពន្ធអស់តែម្ដងព្រោះថ្ងៃគាត់នៅតែពីរនាក់ប្តីប្រពន្ធទេតតែចូលឆ្នាំឬក៏ប្រជុំបុណ្យប្រជុំធំអីហ្នឹងបានគេមកលេងគាត់ម្ដងអញ្ចឹងណាគឺបងរឿនសុកចិត្តដេកទាំងមិនបានងូតទឹកអីទាំងអស់គ្នាគឺគាត់ចូលដេកទាំងនៅភ័យនៅឡើយប្រឹងបិទភ្នែកអញ្ចឹងទៅប៉ុន្តែក៏មានអារម្មណ៍ស្ងប់ដែរដោយសារតែបានគេងនៅជាមួយនឹងផ្ទះតាយាយអញ្ចឹងណាប៉ុន្តែអារឿងសំឡេងឆ្កែលូក៏នៅតែមានហើយគាត់បានឮសូរសំឡេងសម្រាប់មនុស្សដើរនៅលើផ្លូវធំនឹងដូចគ្នាដោយអ៊ំស្រីអ៊ំប្រុសនោះនិយាយបេះបិទតែម្ដងពេលហ្នឹងបេះដូងបង្រឿនលោតស្ទើតែខុសចង្វាក់ខួរក្បាលគាត់វល់ចេះតែសម័យទៅដល់អារូបភាពដែលបានកាត់ឡើងនៅមុនហ្នឹងមិនអស់មិនហើយរបៀបថាវាជាប់ដិតនៅក្នុងអារម្មណ៍ដោយសារតែវាតាមតកើតបាទរហូតដល់ម៉ោង 2 យប់បង្រឿនក៏ទាញទូរស័ព្ទបើកមើល YouTube ស្ដាប់លោកគ្រូគូសុភិបទេសនាអីចឹងទៅ
cứបន្លប់សំឡេងឆ្កែលូនៅខាងក្រៅផ្ទះនឹងតែម្ដងហើយមិនដឹងជាយ៉ាងម៉េចវាមិនទៅលូឲ្យឆ្ងាយវាមកលូនៅមុខផ្ទះនឹងតែម្ដងអញ្ចឹងណាហើយមិនដឹងជាម៉ោងប៉ុន្មានទេបងរឿនក៏របៀបថាដេកលក់តែមិនដឹងខ្លួនតែម្ដងទៅបើកភ្នែកម្ដងទៀតម៉ោង6ព្រឹកបាត់បងរឿនក៏បញ្ញាប់ក្រោកឡើងមករៀបចំបတ်ភួយមុងខ្នើយទុកឲ្យរៀបរយចឹងទៅឲ្យតាយាយ2នាក់វិញនឹងបើកទ្វារចេញមកខាងក្រៅបងរឿនក៏កលេចឃើញអ៊ំស្រី2នាក់ហ្នឹងកំពុងតែរៀបចំអីវ៉ាន់លក់ដូររបស់ពួកគាត់ល្មមឃើញហើយបងរឿនក៏ដើរចេញមកគាត់ក៏សួរថាយប់មិញហ្នឹងក្មួយឯងគេងលក់ស្រួលអត់បាទមានឃើញខ្មោចអីទៀតអត់បងរឿនថាអត់អីអ៊ំគឺគាត់ខ្ជិលនិយាយបន្លាចតាយាយ2នាក់ហ្នឹងអញ្ចឹងណាហើយបងរឿនក៏ប្រាប់ថាអញ្ចឹងខ្ញុំដើរទៅយកឡានខ្ញុំវិញហើយដើម្បីត្រឡប់ទៅវិញអញ្ចឹងណាហើយពេលនោះអ៊ំប្រុសគាត់ក៏ប្រាប់ថាចាំអ៊ំនាំទៅដើម្បីទៅដល់ឡានហើយចាំអ៊ំត្រឡប់មកវិញព្រោះនៅក្បែរនេះទេបងរឿនក៏បានជូនសកូនគាត់ហ្នឹងម្នាក់$10អញ្ចឹងទៅដើម្បីជាការអរគុណហើយបងរឿនក៏ឡើងឡានបើកចេញមកវិញមកបាទភ្លឺឡើងគឺគាត់មកដល់ក្រាស់ឡានវិញហើយថៅកែហ្នឹងក៏បានចេញមកមើលបងរឿនទាំងបារម្ភហើយសួរនាំតើគាត់ត្រូវរបួសត្រង់ណាត្រង់ណីអត់ចឹងណាបងរឿនថាអត់មានគ្រោះថ្នាក់អីទេគ្រាន់តែគាត់នៅភ័យមិនទាន់បាត់ទេហើយតកែរបស់គាត់ហើយនឹងអ្នកនៅកន្លែងក្រាស់ឡានហ្នឹងនាំគ្នារបៀបថាវាអស់សំណើចអាណិតក៏អាណិតប៉ុន្តែអស់សំណើចក៏អស់សំណើចចឹងតែនាំគ្នាសើចហូពេញនឹងតែម្ដងថាអារឿងត្រូវខ្មោចលងបាទហើយអាគ្នានេះភ័យផងអផងបាទអើយបលឹមចង់សក់ឲ្យមកយកអត់បានគេងបាទឮហើយគាត់ក៏បបួលឲ្យបង្រឿនដោះកៅអៅចេញទុកតែខោខ្លីទេហើយក៏បាទចាប់បង្រឿនហ្នឹងទៅស្រោចទឹកទាំងខោខ្លីហ្នឹងតែម្ដងព្រោះអីមើលទៅរិសិចដាក់ខ្លាំងមែនតើបាទទៅដល់ហ្នឹងលោកតាក៏បានដួសទឹកមួយធុងអុជធូប3សរសៃកូរនៅក្នុងទឹកហ្នឹងចឹងទៅសូត្រមន្តអ្នកមោតាសៈអីស្រោចទឹកឲ្យបង្រឿនតាមកិច្ចបង្ហើយបុណ្យរបស់គាត់ចឹងទៅយើងក៏មិនដឹងដែរបន្ទាប់ពីធ្វើបែបហ្នឹងក៏បានផលមែនព្រោះឲ្យបង្រឿនរៀងអាធូរអារម្មណ៍នៃការភ័យខ្លាចរបស់គាត់ណាមិនធម្មតាឯងបង្រឿនជួបបែបនេះបើមនុស្សធម្មតាខ្លះគឺអាចត្រឡប់មកផ្ទះវិញជ្រុះសក់ឬអាចធ្លាក់ខ្លួនឈឺប៉ះពាល់ដល់ជីវិតណាអ្នកទាំងអស់គ្នាប៉ុន្តែនេះដោយសារតែបង្រឿនគាត់ប្រាប់ថាគាត់ធ្លាប់ជួបកាលពីគាត់នៅបួសរៀនម្ដងហើយនៅពេលដែលគាត់ធ្វើការនៅខាងអង្គការក៏ជួបម្ដងហើយដែរអញ្ចឹងលើកនេះគឺវាជាលើកទី4ទី5របស់គាត់ទៅហើយគាត់ឆ្ងល់ដែរថាមិនដឹងជាយ៉ាងម៉េចតាំងពីឆ្នាំនឹងមករហូតមកដល់ពេលនេះគឺគាត់ចេះតែរៀបជួបរឿងរ៉ាវទាំងអស់ហ្នឹងណាក្រោយពីការសូត្រមន្តហើយនឹងដុតអុជធូបឧទ្ទិសកុសលឲ្យគេឲ្យខំក្រងអីហើយក៏គាត់បានធ្វើបុណ្យឧទ្ទិសកុសលទៅឲ្យគេហៅថាម្ចាស់វេនកម្មអីចឹងណាហើយនឹងពពួកខ្មោចព្រាយបិសាចអនាថៃហ្នឹងគឺឧទ្ទិសកុសលឲ្យគេគ្រប់សពបែបយ៉ាងតែម្ដងទៅហើយលោកតាហ្នឹងក៏បានផ្ដាំបង្រឿនដោយអ៊ំប្រុសអ៊ំស្រីទាំងពីរនោះដែរថាថ្ងៃក្រោយបើបើកឡានយប់ព្រលប់កុំហៅគេឡើងឡានឲ្យសោះព្រោះអ្នកអ្វីដែលយើងឃើញអាចជាព្រលឹងខ្មោចអនាថាដោយដែលបង្រឿនបានជួបនឹងផងក៏មិនដឹងដែរនេះរាប់ថាសំណាងហើយដែលគាត់មិនមានគ្រោះថ្នាក់ដល់ជីវិតទាំងដែលគេចេញមកឡងស្រស់បែបនេះតែគេរបៀបថាគេអត់ចង់យកជីវិតបង្រឿនណាតែប៉ុណ្្នឹងឯងតែបើសិនជាគេចង់យកមែនខ្ញុំជឿជាក់ថាយប់ហ្នឹងបង្រឿនអត់រួចផុតជីវិតទេអ្នកទាំងអស់គ្នាហ្នឹងហើយបើមិនមែនជាបង្រឿនជាអ្នកដតីវិញខ្ញុំអាចគិតថាគេប្រហែលជាមកដល់ផ្ទះវិញហ្នឹងភ័យជ្រុះសក់ធ្លាក់ខ្លួនឈឺប៉ះពាល់ដល់ជីវិតផងក៏ថាបានដែរនឹងគឺជាបទពិសោធន៍មួយដែលបង្រឿនបានជួបប្រទះអ្នកទាំងអស់គ្នាហើយប្អូនរឿងក៏បានបន្ថែមថាការពិតទៅសំបីតែមកដល់ឥឡូវហ្នឹងក៏គាត់នៅតែជួបហេតុការណ៍ចម្លែកដែរបើមានឱកាសគាត់នឹងសរសេរមកបន្ថែមអញ្ចឹងណាអ្នកទាំងអស់គ្នាប៉ុន្តែវាមិនញឹកញាប់មិនច្បាស់លាស់ដូចមុនទេដោយសារតែគាត់បានធ្វើបន់ព្យាយាមធ្វើបន់បងស្គរនឹងទៅវត្តគ្រប់ថ្ងៃសើតែម្ដងអត់ដែលខាននោះទេអញ្ចឹងទង្វើទាំងអស់ហ្នឹងបានកាត់បន្ថយនៅក្នុងការមើលឃើញរឿងអមនុស្សទាំងអស់ហ្នឹងណាប៉ុន្តែវានៅតែមានពេលខ្លះគាត់មើលឃើញអញ្ចឹងអ្នកទាំងអស់គ្នាតើតើជាមួយនឹងខ្សែជីវិតរបស់រឿងក៏វាអាចនឹងឆ្លុះបញ្ចាំងឲ្យយើងឃើញពីការសម្រេចចិត្តមួយចំនួននៅពេលដែលយើងផ្លាស់ប្ដូរការងារដែរអ្នកទាំងអស់គ្នាធម្មតានៅពេលដែលយើងធ្វើការបដាអញ្ចឹងទៅពេលខ្លះយើងធ្វើការកន្លែងហ្នឹង10ឆ្នាំ5-10ឆ្នាំអីអញ្ចឹងទៅបាទអ្នកខ្លះតែ5ឆ្នាំអីហ្នឹងក៏ចាប់ផ្ដើមគិតដែរថាគួរតែត្រៀមបាចេចត្រៀមដើមទុនថវិកាអ្វីមួយយ៉ាងដើម្បីត្រៀមសម្រាប់នៅថ្ងៃអនាគតព្រោះយើងមើលអត់ឃើញទេថាយើងនឹងធ្វើការហ្នឹងក្នុងរយៈពេលប្រហែលទៀតបានអញ្ចឹងណាតកតងជាមួយកត្តាសុខភាពតកតងជាមួយកត្តាឱកាសពេលវេលាអីអញ្ចឹងទៅអញ្ចឹងយើងតែងតែមានការកំណត់សម្រាប់ខ្លួនឯងហើយប៉ុន្តែសំណួរមួយដែលយើងពិបាកឆ្លើយតបហ្មងគឺថាតើពេលណាស័ក្តិសមពេលណាគ្រប់គ្រាន់ហើយពេលណាដែលយើងទៅគួរចាប់ផ្ដើមវាគឺជាសំណួរមួយដែលខ្ញុំធ្លាប់ជួបដូចគ្នាពេលខ្លះយើងដៅគោលដៅពីដើមមក5ឆ្នាំ10ឆ្នាំហើយថាថ្ងៃអនាគតយើងចង់ធ្វើនេះធ្វើនោះអញ្ចឹងណាប៉ុន្តែគោលដៅខ្លះក៏យើងអាចធ្វើបានគោលដៅខ្លះទៅក៏យើងគ្រាន់តែជាគោលដៅมันអាចប្រែក្លាយវាឲ្យទៅជាការពិតហើយសួរថានៅពេលដែលយើងដាក់គោលដៅណាមួយអញ្ចឹងតើពេលណាទៅបានយើងដឹងថាវាស័ក្តិសមពេលណាទៅដែលយើងដឹងថា
យើងនឹងចាប់ផ្ដើមនៅឆ្នាំហ្នឹងឯងឧទាហរណ៍ថាឥឡូវឆ្នាំ2025អញ្ចឹងយើងបានដាក់គោលដៅថាយើងចង់បើកហាងភោជនីយដ្ឋានមួយបាទលក់ចំណីអាហារឬក៏ម្ហូបខ្មែរអញ្ចឹងទៅអញ្ចឹងប្រហែលជានៅក្នុងឆ្នាំ2028យើងនឹងបើកយើងដាក់គោលដៅអញ្ចឹងសម្រាប់យើងណាប៉ុន្តែយើងអត់ច្បាស់ទេថានៅក្នុងឆ្នាំ2028យើងនឹងបើកឬក៏អត់ត្រូវទេអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងសួរថាធ្វើមិនដើម្បីឲ្យយើងម៉ត់ចត់ព្រោះនៅពេលដែលយើងមានគោលដៅទៅធ្វើឲ្យយើងនឹងមានកម្លាំងទៅធ្វើការជារៀងរាល់ថ្ងៃប៉ាត់អត់អ្នកទាំងអស់គ្នាហើយយើងដឹងហ្មងថាតើឱកាសណាខ្លះនៅកន្លែងការងារដើម្បីធ្វើឲ្យយើងនឹងយកមកបំពេញនៅចន្លោះប្រហោងនៅតាមផ្លូវដែលយើងដើរទៅហ្នឹងឲ្យបានកាន់តែលឿនឲ្យយើងឆាប់ទៅដល់គោលដៅ